อาจารย์ในเตียนส้มจุนเรื่องมหาไอไซปลอกคลาเมียนในเตียนมวยดำนาถาเงียนคลาโตลมวยแต่ได้เลอรุงปัวลุนจิงมาเอาเขินก็จะคลาโนสลับนวรุงทั้งไงนุจนเจียมหาไอไซมวยอ๋องนิมนต์โกจอตะเขินคลาโนสลับก็เมตตาปลอกคลานุไอรัวลางวิญคลารัวดังคลูนหายในเยธาanhកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃជាលំនៅរបស់អញមិនដាច់ឡើយឯងក៏ព្រះស្ដែងហ៊ានមកធ្វើអញឲ្យភ្ញាក់ម្លេះហើយអញខំព្រះស្ដែងស៊ីពុំលែងឡើយមហាអិសីឆ្លើយថាព្រះស្ដែងដេកលើរូងពោះចឹកស្លាប់អញប្រោះព្រះស្ដែងឲ្យរស់ឡើងវិញទៅតើគួរតែព្រះស្ដែងសងគុណអញមិនដាច់ឡើយក៏ព្រះស្ដែងគិតខំអញទៅវិញមហាអិសីនឹងខ្លាប្រកែកជជែកគ្នាមិនដាច់មិនស្រាច់ទើបនាំគ្នាទៅប្តឹងចចកថ្លែងប្រាប់តាមដំណើររឿងរៀងខ្លួនចចកសញ្ជឹងគិតថាអញនៅក្នុងព្រៃសពថ្ងៃនេះពឹងពាក់អានុភាពខ្លាបើអញកាត់ក្តីនេះឲ្យខ្លាចាញ់សមអញនឹងពឹងពាក់ខ្លានៅនីព្រៃនោះពុំបានឡើយចកគិតដូច្នេះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាអិសីឯចចកកាត់ក្តីយ៉ាងនេះហៅថាឆន្ទាគតិមហាអិសីមិនសុខចិត្តប្រកែកគ្នាទៅវិញទៅមកហើយនាំគ្នាទៅប្តឹងគូថ្លែងប្រាប់តាមដំណើររឿងរៀងខ្លួនដូចមុនអញ្ចឹងគោគិតថាបើអញកាត់ក្តីឲ្យខ្លាចាញ់សំខ្លានេះស្អប់អញវានឹងខំអញមិនខានឡើយទៅគោកាត់ក្តីឲ្យខ្លាស៊ីមហាអិសីគោកាត់ក្តីយ៉ាងនេះហៅថាភេយគតិមហាអិសីមិនសុខចិត្តនាំខ្លាទៅដឹងស្វាគិតថាកាលមុនមានបរោះម្នាក់ធ្លាក់ទៅក្នុងអណ្ដូងឪពុកអញជួយសង្គ្រោះយោងឡើងមកលើមាត់អណ្ដូងបានមានខ្លាមួយគិតមកស៊ីបរោះនោះឪពុកអញនាំបរោះនោះឲ្យឡើងទៅលើដើមឈើបានរួចពីភ័យបរោះនោះបានជាចិត្តអាក្រក់សម្លាប់ឪពុកអញវិញស្វាគិតដូច្នេះហើយទៅកាត់ក្តីឲ្យខ្លាស៊ីមហាអិសីស្វាកាត់ក្តីយ៉ាងនេះហៅថាទោសាគតិមហាអិសីមិនសុខចិត្តនាំខ្លាប្តឹងថ្មាតគិតថាសពថ្ងៃនេះអញបានរំពាសំណល់អំពីខ្លាជាអាហារចំណីប្រកដីមិនដែលដាច់ឡើយបើអញកាត់ក្តីឲ្យខ្លានេះចាញ់មកជាខ្លាខឹងនឹងអញមិនឡើយអញនឹងបានស៊ីរំពាខ្លានោះទៀតថ្មាតគិតដូច្នេះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាអិសីថ្មាតកាត់ក្តីយ៉ាងនេះហៅថាលោភាគតិមហាអិសីមិនសុខចិត្តនាំខ្លាទៅប្តឹងទេពព្រឹក្សមនុស្សទាំងពួងដើរទៅព្រៃអាស្រ័យដំមកលុបឈើផងទាំងឡាយចេះតែកាច់មេឃហែកសន្លឹកស្ដោះសម្រកឆ្លងកាត់ដើមទេពព្រឹក្សគិតដូច្នេះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាអិសីទេពព្រឹក្សកាត់ក្តីយ៉ាងនេះហៅថាមោហគតិមិនទៀងត្រង់ឡើយមហាអិសីមិនសុខចិត្តនាំខ្លាទៅប្តឹងទន្សាយប្រាប់ថាខ្លានេះដេកលើរនពោះវែកចេញមកចាក់ស្លាប់អាត្មាសូត្រមន្តប្រោះពឹសពោះឲ្យខ្លារស់ឡើងវិញដោយគិតហើយថាខ្លានេះនឹងតបគុណអាត្មាឥឡូវនេះមិនខ្លាក៏ប្រាថ្នាចង់ស៊ីអាត្មាវិញតាមតែពិចារណាឲ្យអាត្មាចោះឯខ្លាប្តឹងថាខ្ញុំកំពុងតែដេកលក់ជាសុខសប្បាយនៅក្នុងព្រៃស្រាប់តែព្រះស្ដែងអិសីនេះធ្វើឲ្យខ្ញុំភ្ញាក់ហេតុនេះត្រូវខ្ញុំសុំស៊ីព្រះដែងអិសីនេះពុំសុខចិត្តនាំខ្ញុំមកប្តឹងចចកកាត់ឲ្យខ្ញុំស៊ីអិសីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងគោកាត់ឲ្យខ្ញុំស៊ីអិសីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងស្វាកាត់ឲ្យខ្ញុំស៊ីអិសីនេះមិនសុខចិត្តទៀតនាំខ្ញុំទៅប្តឹងថ្មាតកាត់ឲ្យខ្ញុំស៊ីអិសីនេះដែរមិនសុខចិត្តនាំខ្ញុំទៅប្តឹងទេពព្រឹក្សកាត់ឲ្យខ្ញុំស៊ីអិសីនេះដូចមុនឥឡូវនេះគាត់មិនសុខចិត្តក៏នាំខ្ញុំមកប្តឹងលោកតែម្ដងតើលោកពិចារណាដូចម្ដេចទន្សាយស្ដាប់ពាក្យមហាអិសីនិងពាក្យខ្លាហើយក៏ពិចារណាដោយប្រាជ្ញាឆ្លៀសវៃឆ្វេងយល់សេចក្តីនឹងប្រាប់ថាបើដូច្នេះចូលមហាអិសីនិងបងខ្លានាំគ្នាទៅដល់ទីដែលកើតហេតុនោះហើយឲ្យបងខ្លាដេកលក់ជាសុខដោយពីដើមចោះគឺមហាអិសីជូនទៅដល់កន្លែងដែលខ្លាដេកនោះឲ្យអញបានយល់ហើយនិងពិចារណាដោយប្រការនោះទើបមហាអិសីនិងខ្លាបបួលគ្នាទៅនាំទាំងទន្សាយទៅផងលុះទៅដល់កន្លែងនោះហើយ
ខ្លាក៏ប្រះដេកនៅទីដដែលនោះយូរបន្តិចពស់វែកចេញមកចឹកខ្លានោះស្លាប់នៅមាត់រូងនោះឯងកាលបើខ្លាស្លាប់ហើយទន្សាយប្រាប់មហាឥសីថាសូមលោកមើលខ្លានោះចោះហេតុតែឥតធម៌វង្វេងភ្លេចគុណឥឡូវពុំរំលងនឹងវេរាកម្មឡើយតាំងពីពេលនោះទៅមុខលោកកុំធ្វើគុណនឹងខ្លាឲ្យសោះឯទន្សាយកាត់ក្តីយ៉ាងនេះហៅថាសុគតិគមនាំងដំណើរល្អគឺសុចរិតយុត្តិធម៌ហងរឿងឥសីប្រោះខ្លាចប់ដោយបរិបូររឿងបុរស4នាក់រៀនសិលសាស្ត្រម្នាក់រៀនទាយម្នាក់រៀនបាញ់ម្នាក់រៀនមួយទឹកម្នាក់ទៀតរៀនជប់មាននិទានមួយថាមានបុរស4នាក់ទៅស្វែងរៀនសិលសាស្ត្រអំពីព្រាហ្មណ៍ម្នាក់ជាទិសាប៉ាមកនៅតកសិលាមហានគរបណ្ដាបុរសទាំង4នាក់នោះមានបុរសម្នាក់ទៀតទាយបុរសម្នាក់ទៀតបាញ់ម្នាក់ទៀតមួយទឹកបុរសម្នាក់ទៀតរៀនជប់ឲ្យរស់ឡើងវិញអ្នកទាំង4នាក់សឹងរៀនវិជ្ជាដតីពីគ្នាគឺរៀនផ្សេងគ្នាលុះរៀនចប់ហើយក្រាបលាទិសាប៉ាមកកាចាជាគ្រូទៅស្រុកវិញលុះចេញដើរទៅដល់ពេលល្ងាចឈប់សម្រាកដេកនៅឆ្នេរសមុទ្រព្រឹកឡើងបុរសចេះហៅនិយាយនឹងបុរសទាំង4នាក់នោះថាអ្នកអើយអ្នកពេលនេះយើងនឹងមានលៀបដោយសัตว์ឥន្ទ្រីពំនាំកូនស្ដេចមួយព្រះអង្គអំពីព្រះនរសីមហានគរហើមកទៀបលំនៅយើងនេះឯងបុរសទាំង4នាក់គិតគ្នាហើយក៏ឃ្លាំចាំមើលដោយទីទិសទីតីឯដងអាកាសនោះពុំយូរឡើយសត្វឥន្ទ្រីក៏នាំនាងហើមកទៀងប្រកាសឈុតដោយហៅនោះទាយពិតមែនបរោះចេះបាញ់ក៏លើកឈ្នូបាញ់ត្រូវសត្វឥន្ទ្រីនោះធ្លាក់នាងអំពីមាត់ចុះទៅក្នុងទឹកសមុទ្រអ្នកចេះមុជទឹកក៏មុជទៅយកស្រង់នាងយកមកឡើងមកដោយបំណងឯអ្នកចេះជប់បានជប់នាងនោះឲ្យរស់ឡើងវិញការនាងមានជីវិតរស់ឡើងវិញហើយអស់អ្នកទាំង4នាក់នោះដណ្ដើមគ្នាចង់យកនាងជាភរិយារៀងខ្លួនអស់ទាំង4នាក់នោះឆ្លោះប្រកែកគ្នាពុំដាច់ស្រេចក៏នាំគ្នាទៅប្តឹងចៅក្រមដោយដំណើរខ្លួនទីតីហើយចៅក្រមសួរថានាងនេះតើបានជាប្រពន្ធនរណាចៅក្រមជំនុំជម្រះរឿងនេះពុំបានក៏នាំអ្នកទាំង4នាក់ឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរសពគ្រប់ប្រការព្រះមហាក្សត្រទ្រង់ពិចារណាថាស្វែងយល់ក្នុងព្រះរាជហឫទ័យថាព្រះស្ដែងទាំង4នេះសឹងមានគុណប្រសើរដូចគ្នាហើយទ្រង់ត្រាស់បង្គាប់ថាបុរសចេះហៅត្រូវទុកជាគ្រូបុរសចេះបាញ់ទុកជាឪពុកបុរសចេះប្រោះឲ្យរស់ត្រូវទុកជាម្ដាយបុរសចេះមុជទឹកដែលបានស្ទាបបានប៉ះបានបីបំថ្នមយកនាងឡើងមកលើទឹកត្រូវបាននាងជាប្រពន្ធលុះចំណេរទៅមុខបុរសជាប្តីបានជាស្ដេចក៏ចិញ្ចឹមរក្សាអ្នកទាំង3ដោយនៅគន្លងព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់នោះព្រះមហាក្សត្រទ្រង់កាត់ក្តីដូច្នេះហៅសុគតិមនាំងហោតិរឿងបុរស4នាក់រៀនសិលវិជ្ជាផ្សេងគ្នាចប់ដោយបរិបូររឿងបុរស4នាក់រៀនសិល4បែបម្នាក់រៀនធ្វើឲ្យកើតជារូបមនុស្សម្នាក់ទៀតរៀនធ្វើឲ្យមានអវយវៈម្នាក់ទៀតរៀនឲ្យមានសាច់ឈាមពណ៌សម្បុរម្នាក់ទៀតរៀនឲ្យមានជីវិតចេះនិយាយស្ដីមាននិទានមួយថាមានបុរស4នាក់ទៅស្វែងរៀនសិលសាស្ត្រនៅឯតកសិលាមហានគរលុះរៀនបានចេះសពគ្រប់ហើយក៏លាលោកគ្រូត្រឡប់មកស្រុកវិញកាលមកដល់ពាក់កណ្ដាលផ្លូវក៏ឈប់សម្រាកនៅទីតីក្នុងទីនោះមានខ្លាកាច់សាហាវជាច្រើននឹងដេកមិនលក់សោះបរោះទាំង4នាក់នោះគិតគ្នាថាគួរតែយើងយកឈើមកធ្វើជារូបស្ត្រីម្នាក់ឲ្យដេកកំដរយើងលុះគិតព្រមព្រៀងគ្នាហើយបរោះម្នាក់យកឈើមកធ្វើជារូបរាងខ្លួនប្រាណបរោះម្នាក់ឆ្លាក់រចនាសម្រេចជារូបអង្គឲ្យល្អល្អត្រចាក់ត្រចង់សពសភេរាងកាយមានទាំងគេខ្មាស់ផងបរោះម្នាក់សូត្រសែបមុនឧបទេសបន្ទន់សាច់ឲ្យមានពណ៌សម្បុរស្អិតល្អព្រមទាំងឲ្យមានសម្លៀកបំពាក់ដណ្ដប់ស្បៃវិស័យជាមនុស្សពិតបរោះម្នាក់ទៀតសាច់មុនវិជាឧបទេសជប់ឲ្យរស់ជាមនុស្សចេះនិយាយស្ដីការបរោះទាំង4នាក់យកឈើមកធ្វើកើតជារូបមនុស្សស្ត្រីបានសម្រេចហើយក៏ដណ្ដើមគ្នាយកស្ត្រីនោះធ្វើជាភរិយាតែរៀងខ្លួនប្រកែកគ្នាទៅវិញទៅមកគ្មានអ្នកណាជំនុំជម្រះសម្រេចឲ្យសោះ
ទើបនាំគ្នាទៅប្តឹងចៅក្រមតាមដំណើរទីតីឯចៅក្រមជំនុំជម្រះឲ្យដោយនៅកន្លងថប់ពុំបានក៏នាំបរិសទាំង4នាក់ឡើងក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរគ្រប់ប្រការបរិសទាំង4នាក់ក្រាបទូលសួរថាសូមទ្រង់មេត្តាប្រោសបើសេចក្តីដូចម្ដេចតើស្រីនេះគួរបានជាប្រពន្ធអ្នកណាព្រះមហាក្សត្រទ្រង់ពិចារណាស្វែងយល់ស្រេចហើយទ្រង់មានព្រះបន្ទូលថាបរិសដែលយកឈើមកធ្វើជារូបរាងសាងឡើងជាអង្គនោះត្រូវបានជាម្ដាយបរិសដែលឆ្លាក់សម្រេចរូបអង្គចិត្តផ្ចង់គ្រប់ប្រការឲ្យល្អល្អៈសពសារពាងមានទាំងគេខ្មាស់ផងនោះត្រូវបានជាប្រពន្ធបរិសដែលសូត្រសែបមុនឧបទេសបន្ទន់សាច់សម្បុរស្បែកឲ្យល្អិតល្អឲ្យមានសម្លៀកបំពាក់ដណ្ដប់ស្បៃវិស័យមនុស្សពិតនោះត្រូវបានជាបងឯបរិសដែលសូត្រសែបមុនឧបទេសជប់ឲ្យរស់ជាមនុស្សមានវិញ្ញាណចេះនិយាយស្ដីនោះត្រូវបានជាឪពុកព្រះមហាក្សត្រទ្រង់កាត់សេចក្តីដូច្នេះហៅថាសុគតិរឿងបរិស4នាក់រៀនសិល4បែបចប់ដោយបរិបូរណ៍អាចារ្យនិទានសូមជូនរឿងព្រាហ្មណ៍3នាក់ដណ្ដើមស្រីម្នាក់ធ្វើប្រពន្ធមាននិទានមួយថាព្រាហ្មណ៍ម្នាក់ឈ្មោះថាតិនស្វាមីមានកូនស្រីម្នាក់ឈ្មោះថានាងមន្ទាវតីរូបឆោមឡំពណ៌ល្អលើសលែងស្រីទាំងពួងគ្មានស្រីណាប្រៀបផ្ទឹមស្មើឡើយបើប្រុសណាឃើញនាងនេះតែងស្រឡាញ់ចង់បាននាងធ្វើជាប្រពន្ធគ្រប់គ្នាហើយប្រាប់ឪពុកម្ដាយឲ្យទៅស្ដីដណ្ដឹងដល់ព្រាហ្មណ៍តិនស្វាមីជាឪពុកព្រាហ្មណ៍តិនស្វាមីមិនព្រមឲ្យដល់អ្នកចូលទៅស្ដីដណ្ដឹងអស់នោះហើយចំណេរមកខាងក្រោយមានព្រាហ្មណ៍3នាក់នៅក្នុងនគរនោះដែរសិតតែជាកំឡោះមានរូបរាងល្អល្អៈហើយចេះសិលសាស្ត្រគ្រប់គ្នាព្រាហ្មណ៍ម្នាក់ឈ្មោះថាវិជាកែសីព្រាហ្មណ៍ម្នាក់ឈ្មោះថាវិជាសុទ្ធោព្រាហ្មណ៍ម្នាក់ទៀតឈ្មោះថាវិជាស្វាមីព្រាហ្មណ៍ទាំង3នាក់នេះប្រាប់ឪពុកម្ដាយចូលទៅស្ដីដណ្ដឹងនាងមន្ទាវតីកូនស្រីតិនស្វាមីព្រាហ្មណ៍ដូចគ្នាដែរតិនស្វាមីព្រាហ្មណ៍មិនឲ្យកូនស្រីទៅព្រាហ្មណ៍ណាឡើយព្រោះគិតថាបើឲ្យទៅម្នាក់មកជា2នាក់ទៀតខឹងលុះចំណេរតមកពួកព្រានកំឡោះជាច្រើនដែលស្រឡាញ់ចង់បាននាងមន្ទាវតីធ្វើជាប្រពន្ធរកគ្នានោះក៏ទៅចោមរោមនិយាយចាយចងនាងមន្ទាវតីតាមអំពើចិត្តរៀងខ្លួនឯនាងមន្ទាវតីដឹងថាពួកព្រាមកំឡោះចោមរោមស្រឡាញ់ដូច្នេះក៏កាត់ទុកក្រៀមក្រំទៅជាឈឺរីងរៃស្គាំងស្គមតតែខ្សែជីវិតទៅឪពុកម្ដាយក៏ធ្វើបុណ្យខ្មោចកូនស្រីនោះតាមទំនៀមទម្លាប់ប្រពៃណីខ្មែរឯព្រាហ្មណ៍ទាំងឡាយ3នាក់ដោយជាចេញឈ្មោះខាងលើដែលស្រឡាញ់ចង់បាននាងមន្ទាវតីធ្វើជាប្រពន្ធគ្រប់គ្នានោះការបើបានដំណឹងថានាងវតីខ្សែជីវិតទៅហើយក៏នៅតែជាប់ចិត្តអាឡោះអាឡៃនាងនោះឥតភ្លេចម្លេះហើយព្រាហ្មណ៍ឈ្មោះថាវិជាកែសីប្រមូលឆ្អឹងធាតនាងមន្ទាវតីយកទៅកប់នៅព្រៃមួយហើយទួញយំចាំយាមល្បាតរៀងទៅឯព្រាហ្មណ៍ឈ្មោះថាវិជាសុទ្ធោហេតុតែមានចិត្តអាឡោះអាឡៃនាងពេកក៏ទៅយំបោកខ្លួនបោកប្រានប្រាស់ននីលនៅភ្នោខ្មោចនាងនោះចំណែកព្រាហ្មណ៍ម្នាក់ឈ្មោះថាវិជាស្វាមីក៏កើតទុកសង្រេងសង្រៃអត់ស្បាយសោះឡើយម្ល៉េះហើយក៏ដើរទៅពឹងពាក់សំណាក់អាស្រ័យនៅនឹងព្រាហ្មណ៍ម្នាក់ឈ្មោះថារុជិស្វាមីលើកដៃសំពះសូមរៀនសិលសាស្ត្រមុនអាគមវិជាការឯរុជិស្វាមីព្រាហ្មណ៍ជាគ្រូអាចារ្យអាណិតក៏បង្រៀនវិជាស្វាមីព្រាហ្មណ៍ឲ្យចេះសិលប្រុសនិងសិលជប់ពូកែឲ្យរស់ឡើងវិញដូចចិត្តលុះវិជាស្វាមីព្រាហ្មណ៍កំឡោះរៀនវិជានោះចេះមុនអាគមជប់ស្រេចហើយកំឡោះលារុជិស្វាមីព្រាហ្មណ៍ជាគ្រូវិលមករកព្រាហ្មណ៍2នាក់ហើយនាំទៅដល់ភ្នោខ្មោចនាងមន្ទាវតីប្រមូលអស់ឆ្អឹងនាងនោះឡើងទៅវិជាស្វាមីព្រាហ្មណ៍បានសូត្រសែបមុនជប់ឆ្អឹងឲ្យរស់ជារូបរាងនាងនោះល្អប្រពៃឥតស្គងឡើងវិញព្រាហ្មណ៍ទាំង3នាក់នោះយល់តែនាងមន្ទាវតីមានរូបឆោមឡំពណ៌ល្អប្រសើរដូច្នេះក៏ឆ្លោះប្រកែកជជែកគ្នាដណ្ដើមយកនាងនោះជាភរិយារាល់ខ្លួនវិជាកេសីថាអញយកឆ្អឹងនាងនេះទៅកប់នៅឯព្រៃស្មសានហើយអញចាំយាមល្បាតឥតអ្នកណាជួយអញសោះនាងនេះគួរតែបានជាភរិយាអញចំណែកវិជាសុទ្ធោថាអញទៅទុញយំសោករក្សាភ្នោខ្មោចនាងនេះនៅព្រៃស្មសានតែម្នាក់ឯងនាងនេះគួរតែបានជាភរិយារបស់អញវិជាស្វាមីថា
anh sva chi tờ riêng sơ là sa che hai một pro ở niên ruột đôi đam nên ní cua tại bàn màu chi phê rìa bỏ anh Priêm tăng bay nẹ cho chơi chluộc pro cài khnia trong ban niếng chia pro pon riêng khuôn mình đại sạch mình đại sờ là cao nòm khnia tự đo chào crom đăng tam đầm na tì tây hơi xua thà ta đôi mặt đất niêng ní cua bàn chia pro pon rồi bỏ nè ná chào crom nâng chùm đom chùm riêng riêng ní mình bán còn nòm priêm tăng bay nẹ làng crab bằng công tu prem hạc sát tạm đầm na sập cột pro ca preh mô hạc sátปีจารณาสวายยุลขนองเปรริฮาร์ตัยสระหายตรงตาธาไอคนเปรสไดน์ตั้งใบเนนี่ซึ่งปราศากรุบเนียกูเจียปกกูเจียปไดกูเจียโกนคือวิเชียสวามัยได้บานเจวิเชียสะปูแกชนชับหมอกปลอกเนียงไอรูปล้อละโดยดามนี่กูบานเจียปกจำนายวิเชียสโถได้เนาจำไทยแต่ซาขโมยเนียงนูกูไอบานเจียปไดข้างวิเชียแกใสได้มีนจัดสับปะรดบานยกเทียดเนียงตะกอบนูกูให้บานเจโกนเนียงหองให้บานนี้ก็เอาบานเจโกนให้ได้เกบานยกเทียดเนียงตะกอบอุปมาโดยโกนเลิกขโมยมาได้หายกเทียดมาได้ตะกอบไอดอปริสมอสันนูเองให้โดยชนะหายตรูแต่ตกเชียมาได้หองพริมตั้งใบเนี่ยบานลือเปรบรรทุโดยชนะให้ก็ยกจัดตกดักกรุบเนียให้ก็เป็นจัดในการกักได้ระบบเปรมหาสัตกระทวายบังกรมตัวเปรียบบรรทุในเปรียบหักสัตว์หายกระทวายบังกรมเลี้ยเตลมโนทานตีเตยเรียงคลูนเรื่องเปรียมใบเนะดันดามใส่มาเนะเธอประปนจอบดอยบอริโบอาจารย์ในเตียนสมจูนเรื่องใส่บนเนะดันดามเจ้ามาเนะเธอปดีเมียนในเตียนมวยถาเมียนใส่บนเนะบานเคินเจ้ามาเนะได้เปรียบหักสัตว์ตรงตราบังกอบออยริโบรอดาวในตรังทวีบันตีปันใต้มันตอนสลับเติบใส่ต่างบุญเนี่ยเกิดพรมเปลี่ยนเนียโจตื้อสมลูกเจ้าโนอัมปีเปรมหักสัตว์เปรอ๋องตรงปริเชียนุญาตเอาลูกโยกโนตายตรงเอายกเมียมวยปอนดำลังดักแข่งไอใส่ใบเนี่ยเมียนเมียถวายเมียนแต่ใส่เนี่ยบานเมียมวยปอนดำลังถวายเจียทลายเจ้าลูกรัวเจียสระละหายกเจ้าโนมอบเตะเจียมวยเนียใส่มันเนี่ยคำสังวาดโรคถนำเมื่อจุ่มงือใส่มันเนี่ยคำสังวาดเด็กเอากรงเรียซาเมื่อดอกเลี้ยงตุสไอสอบไงใส่มันเนี่ยคำสังวาดโรคซีโลโดยกประมองจินจำลูยูจุ่มเนเตอร์เจ้าโนบานเชียสัสบายปีจุ่มงือหายใส่ต่างบนเนี่ยชลัวปลอกไก่เนียดดันดามเจ้ามันเนี่ยนู้ปื้อได้แต่สอบคลูนปันตายจุดเจมันได้ใส่ปลุกเมียนเนี่ยนาสมัยจะได้เอาเติมเนียงต่างบุญเนี่ยนอมเนียตัดดอลชาวกรอมจุ่มเรียบดังตามดำนาเรียงคลูนชาวกรอมจุ่มนมจุ่มเรียกได้นุปมบ้านก็นอมเนียงต่างบุญเนี่ยลางกราบบังกรมตูเปรมหางสัตว์ตามดำนาติเตยเรียงคลูนใส่บุญเนี่ยกราบตูธาบาดโดยชนะตาเจ้านี่นังบ้านเจ็บได้ระบอใส่นะเปรมมหาสัตว์ตรงพิจารณาขนองปริหารตีสวายโยสรัจหายเติบตรงเมียนเปรียบบรรทุบังกวบธาเนียงได้เมียนแต่เมียเอาตัวลูกยกเจ้าหายมันบานทาเรซารถนำจำจมงือมันบานเด็กเอาโครงเรซาเมื่อจมงือนู้เตาตกเจียมาได้อันเนียงคำสมบัติเด็กเอาโครงเรซาไทยตอมเนี่ยจมงือดอกเลียงสมอ้อยอาซอยสับไงนู้เตาบานเจียประปนเปรียสได้เจ้านู้จำนายเนียงได้คำสมบัติลวดโดยยกประมาจินจำนู้เตาบานเจียบองเรื่องใส่บุญเนี่ยดันดามเจ้ามันเนี่ยเถื่อได้จอบดอยบอริโบเรื่องบรอใบเนี่ยเถื่อตุกชมวยไอเล็กเมียนในเตียนมวยทาเมียนบรอใบเนี่ยส่งโดยสารตุกชมวยตื้อบรอมันเนี่ยยกเชอโดยเจียดองสะเดียวเหมาะเด้งเถื่อเจียเพลงบรอมันเนี่ยเตียนการบลือเกเด้งสะเดียวเถื่อเจียเพลงดาวไปรถโดยชนะกอดแต่ได้ลือโซสรุยไปรถบรอมันเนี่ยเตียนลือเกตได้ไปรู้ดุชนะก็กล่าวโชว์ลางรอมรมเป็นบอดแบนรถเตอร์เมอร์ตุกโนก็เคลงโคลงเอียงกลับเลยเตอร์โคยบองระบอตรอบชมุนชมุนบันดังไอบรอตังบุญเนี่ยซองตรอบสมบัติได้เล็กลงในขนมตึกโนบรอตังใบเนี่ยชลัวประกายบนโตคเนียแต่วินตเมารกตรอบซองชมุนบรอมันเนี่ยในใจท่าโปรไฮแต่เจ้านิรวมมันเจตุกเคลงโคลงต่อแต่กลับเลยตื้อ
ត្រូវឲ្យចៅនេះឯងរកទ្រព្យសងគេបរោះម្នាក់អ្នករំនោះឆ្លើយឡើងថាព្រោះហេតុតែចៅនេះទះដៃលឺសូរស្រួយពីរោះបានជាខ្ញុំក្រោកឈរឡើងរំត្រូវឲ្យចៅនេះរកទ្រព្យសងគេបរោះម្នាក់ទះដៃបន្ទោសទៅបរោះម្នាក់ទៀតថាព្រោះហេតុតែចៅដេញសាដៀវធ្វើជាបទភ្លេងឮសំឡេងពីរោះបានជាខ្ញុំទះដៃតាមចង្វាក់ភ្លេងត្រូវឲ្យចៅនេះឯងរកប្រាក់សងគេបរោះអ្នកធ្វើភ្លេងឆ្លើយឡើងថាខ្ញុំធ្វើភ្លេងមែនពិតប៉ុន្តែទូកឥតកំរើកក្លែងឃ្លោងសោះមកពីចៅនេះទះដៃលឺសូរពីរោះបានជាចៅម្នាក់ទៀតក្រោកឈររំធ្វើឲ្យទុកលិចលង់ខូចបងទ្រព្យសម្បត្តិគេអស់ដូច្នេះត្រូវតែចៅទាំងពីរនាក់នេះរកទ្រព្យមកសងគេបរោះទាំង3នាក់ចេះតែបន្ទោសគ្នាទៅវិញទៅមកគ្មានអ្នកណាសុខចិត្តរកទ្រព្យសងឈ្មួញម្ចាស់ទូកឡើយទៅនាំគ្នាទៅប្តឹងចៅក្រមជំនុំជម្រះមិនដាច់ស្រេចក៏នាំរឿងនេះទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរតាំងពីដើមរហូតដល់ចប់ព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាកាត់ក្តីបរោះទាំង3នាក់ធ្វើជាភាគចែកឲ្យសងឈ្មួញនោះព្រះអង្គមានព្រះបន្ទូលថាព្រះស្ដែងជាអ្នកធ្វើបទភ្លេងឲ្យសងភាគ1ឯព្រះស្ដែងអ្នកទះដៃឲ្យសងភាគ2ចំណែកព្រះស្ដែងដែលក្រោកឈរឡើងរំពន់ពេនឲ្យសងភាគ3បរោះទាំង3នាក់ទទួលព្រមសុខចិត្តតាមព្រះបន្ទូលនោះហើយក៏ក្រាបថ្វាយបង្គំលាទៅលំនៅទីតីរៀងខ្លួនរឿងបរោះ3នាក់ធ្វើទុកឈ្មួញឲ្យលិចលង់ចាប់ដោយបរិបូររឿងបរោះ3នាក់ឆ្លោះដណ្ដើមដំណេកគ្នាមាននិទានមួយថាមានបរោះ3នាក់វិវាទជជែកប្រកែកដណ្ដើមដំណេកគ្នាចង់ដេកកណ្ដាលតែរៀងខ្លួនបរោះ3នាក់នោះក្រវើនតែមួយប្រកែកជជែកគ្នាទៅវិញទៅមកក៏ខានបានដេកមួយយប់លុះព្រឹកឡើងក៏នាំគ្នាទៅរកចៅក្រមប្តឹងដោយដំណើរទីតីចៅក្រមពិចារណាក្តីនេះពុំដាច់ស្រេចក៏នាំបរោះទាំង3នាក់ទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរនោះព្រះអង្គទ្រង់ព្រះសន្តាប់ហើយទ្រង់ព្រះតម្រេះដោយព្រះប្រាជ្ញាស្វែងយល់ក្នុងព្រះវិចារណញ្ញាណហើយទ្រង់ត្រាស់បង្គាប់ថាចូលព្រះស្ដែងទាំង3នាក់ដេកយកក្បាលឈោមជុំចូលរកគ្នានេះឯងហៅថាដេកកណ្ដាលគ្រប់គ្នាហងបរោះទាំង3នាក់ទទួលព្រះបន្ទូលនោះហើយក៏ក្រាបថ្វាយបង្គំលាព្រះមហាក្សត្រទៅលំនៅរៀងខ្លួនព្រះមហាក្សត្រទ្រង់កាត់សេចក្តីដូច្នេះហៅថាសុគតិមនង្ហោតិរឿងមហាសេដ្ឋីមានកូន3នាក់ឆ្លោះដណ្ដើមមរតកគ្នាមាននិទានមួយថាមានមហាសេដ្ឋីម្នាក់មានកូនប្រុស3នាក់កូនច្បងនិងកូនបន្ទាប់2នាក់មានប្រពន្ធហើយចេញទៅធ្វើផ្ទះទៅដោយខ្លួនពីគ្នាឆ្ងាយពីផ្ទះឪពុកចំណែកកូនពៅនៅផ្ទះជាមួយឪពុកជាប់រហូតមកលុះឪពុកមានជំងឺឈឺធ្ងន់កូនពៅដែលនៅផ្ទះជាមួយតែងតែថែទាំចាំជំងឺបំរើឪពុករាល់ថ្ងៃរហូតដល់ឪពុកសាយជីវិតឯកូនបងទាំង2នាក់មិនបាននៅរក្សាជំងឺឪពុកទេប៉ុន្តែលុះឪពុកសាយផុតទៅហើយទើបបានមកជួយធ្វើបុណ្យខ្មៅឪពុកកូនទាំង3នាក់ឆ្លោះប្រកែកជជែកគ្នាដណ្ដើមគេមរតកឪពុកនិយាយមិនដាច់ស្រេចនាំគ្នាទៅប្តឹងចៅក្រមកាត់សេចក្តីពុំបានក៏នាំបរោះទាំងនោះឡើងក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរគ្រាប់ប្រការព្រះមហាក្សត្រទ្រង់ពិចារណាជ្រាបហើយទ្រង់កាត់សេចក្តីថាព្រះស្ដែងជាច្បងទាំង2នាក់ដែលមានប្រពន្ធហើយចេញទៅសង់ផ្ទះនៅដោយខ្លួនឆ្ងាយពីឪពុកនោះត្រូវបានមួយភាគស្មើគ្នាឯប្អូនពៅដែលនៅផ្ទះជាមួយឪពុកហើយបានថែរក្សាជំងឺឪពុកនោះត្រូវបាន2ភាគកូនមហាសេដ្ឋីទាំង3នាក់សុខចិត្តព្រមព្រៀងទទួលតាមព្រះបន្ទូលនោះហើយថ្វាយបង្គំលាទៅយកទ្រព្យគេមរតកតាមចំណែកគ្រប់គ្នាហើយក៏វិលទៅផ្ទះរៀងខ្លួនរឿងមហាសេដ្ឋីមានកូន3នាក់ឆ្លោះដណ្ដើមមរតកគ្នាចាប់ដោយបរិបូរអាចារ្យនិទានសូមជូនរឿងកដុំ2ម្នាក់មានកូនប្រុស3នាក់ឆ្លោះដណ្ដើមមរតកគ្នាមាននិទានមួយថាមានកដុំ2ម្នាក់មានកូនប្រុស3នាក់កូនច្បងទៅបម្រើស្ដេចកូនបន្ទាប់ទៅជួញដូរស្វែងរកទ្រព្យសម្បត្តិមកចិញ្ចឹមខ្លួនឯងឯប្អូនពៅទៅបួសក្នុងសំណាក់សាសនាព្រះតថាគត
លោកចំណេយូរមកឪពុកនោះអស់អាយុទៅកូនទាំង3នាក់ឆ្លោះប្រកែកគ្នាដណ្ដើមសម្បត្តិរបស់ឪពុកតែរៀងខ្លួនជជែកគ្នាមិនដាច់ស្រេចនោះហើយក៏នាំគ្នាទៅប្តឹងចៅក្រមកាត់សេចក្តីចែកទ្រព្យសម្បត្តិនោះឲ្យកូនទាំង3នាក់មិនសុខចិត្តក៏នាំរឿងនេះទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើររៀងខ្លួនព្រះមហាក្សត្រទ្រង់កាត់សេចក្តីព្រះស្ដែងកូនច្បងចេញទៅនៅបម្រើស្ដេចប្រាថ្នាឲ្យបានយកស័ក្តិសម្បត្តិជាប្រយោជន៍ផ្ទាល់ខ្លួននិងព្រះស្ដែងប្អូនបន្ទាប់ដែលចេញទៅជួញដូរស្វែងរកទ្រព្យមកចិញ្ចឹមខ្លួនឯងនេះត្រូវបានមួយភាគម្នាក់ស្មើគ្នាឯព្រះស្ដែងប្អូនពៅដែលចេញទៅបួសយកផលឡានិសង្ឃចម្រើនជូនទៅម្ដាយឪពុកនោះត្រូវបានពីរភាគម្នាក់ឯងកូនទាំង3នាក់សុខចិត្តទទួលចំណាយតាមព្រះបន្ទូលគ្រប់គ្នាហើយក៏លាទៅផ្ទះរៀងខ្លួនរឿងកដុំ2ម្នាក់មានកូនប្រុស3នាក់ឆ្លោះដណ្ដើមមរតកគ្នាអាចារ្យនិទានសូមជូនរឿងបុរសម្នាក់ទៅជួញភ្លើងឆេះទំនិញក្នុងសំពៅមាននិទានមួយថាមានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើនចុះសំពៅទៅជួញមានកូនក្មួយសុំទៅដោយសារសំពៅទៅជួញជាមួយជាច្រើនអ្នកឯម្ចាស់សំពៅនោះចិញ្ចឹមឆ្មាមួយទុកជាមង្គលក្នុងសំពៅហើយឲ្យកូនក្មួយ4នាក់រក្សាជើងឆ្មាទាំង4មួយម្នាក់ឆ្មានោះកើតដំបៅនៅជើងម្ខាងចៅអ្នករក្សាជើងឆ្មាដំបៅនោះយកសម្ពុតជ្រលក់ប្រេងរុំជើងស្មានោះនៅមិនស្ងៀមសោះដើរទៅជន់លើភ្លើងឆេះសម្ពុតក្តៅដល់ជើងស្មានោះនាំភ្លើងរត់ទៅក្នុងសំពៅឆេះអស់ទ្រព្យនិងទំនិញទាំងពួងនៅក្នុងសំពៅនោះឥតសល់អ្វីឡើយម្ចាស់សំពៅប្រាប់ចៅទាំង4នាក់ដែលរក្សាជើងស្មានោះឲ្យសងទ្រព្យទាំងអស់ចៅរក្សាជើងស្មា3ដែលគ្មានដំបៅឆ្លើយថាខ្ញុំពុំបានឲ្យឆេះទ្រព្យទេចៅដែលរក្សាជើងស្មាដំបៅយកសម្ពុតជ្រលក់ប្រេងរុំជើងស្មាហើយស្មានោះដើរទៅតាក់ភ្លើងបានជាឆេះអស់ទំនិញទាំងនោះដូច្នេះត្រូវឲ្យចៅរក្សាជើងឆ្មាដំបៅនោះសងម្នាក់ឯងចុះឯចៅរក្សាជើងឆ្មាដំបៅឆ្លើយថាយើងរក្សាជើងឆ្មាមួយម្នាក់ដូចគ្នាមកពីយើងធ្វេសប្រហែសទាំងអស់គ្នាបានជាឆ្មានាំភ្លើងទៅឲ្យឆេះអស់ទ្រព្យនៅក្នុងសំពៅហេតុនេះឲ្យអញសងតែម្នាក់ឯងដោយមិនដេចបានចៅទាំង4នាក់បន្ទោសគ្នាទៅវិញទៅមកប្រកែកមិនព្រមរកទ្រព្យសងម្ចាស់សំពៅពុំបានទើបនាំគ្នាទៅប្តឹងចៅក្រមតាមដំណើររៀងខ្លួនចៅក្រមកាត់សេចក្តីនោះពុំបានក៏នាំបរិសទាំង4នាក់ទៅកល់ព្រះមហាក្សត្រក្រាបបង្គំទូលតាមដំណើរដែលចៅទាំង3នាក់និងចៅម្នាក់ផ្សេងពីគេព្រះមហាក្សត្រទ្រង់ពិចារណាស្វែងយល់ថាទ្រង់មានព្រះបន្ទូលកាត់សេចក្តីព្រះស្ដែងរក្សាជើងឆ្មាដំបៅយកសម្ពុតជ្រលក់ភ្លេងរុំជើងដំបៅមិនអាចដើរទៅដល់ភ្លើងបានឡើយឯព្រះស្ដែងទាំង3នាក់រក្សាជើងឆ្មាទាំង3គ្មានដំបៅនោះធ្វេសប្រហែសបានជាជើងទាំង3នាំជើងដំបៅមួយទៅជន់ភ្លើងឆេះសម្ពុតជ្រលក់ភ្លេងគឺជើងទាំង3នេះនាំភ្លើងរត់ទៅឲ្យឆេះអស់ទ្រព្យសម្បត្តិទាំងនោះឯជើងដំបៅមួយនឹងរត់នាំភ្លើងទៅឲ្យឆេះអស់ទ្រព្យសម្បត្តិទាំងនោះយល់ថាពុំបានឡើយប៉ុន្តែវាខុសដែរត្បិតយកសម្ពុតជ្រលក់ប្រេងមករុំជើងស្មាហើយមិនចាំរក្សាឃើញថាធ្វេសប្រហែសដូចគ្នាទាំង4នាក់ទៅទ្រង់ឲ្យបែងចែកទ្រព្យដែលភ្លើងឆេះទាំងអស់នោះជាភាគ3ទៅឲ្យចៅរក្សាឆ្មាដំបៅសងភាគ1ឲ្យចៅទាំង3នាក់ដែលរក្សាជើងឆ្មាឥតអំបៅនោះសងភាគ2រឿងបុរសម្នាក់ទៅជួញដូរភ្លើងឆេះទំនិញក្នុងសំពៅរឿងបុរស4នាក់ឆ្លោះដណ្ដើមផ្លែស្វាយនិងមាសមាននិទានមួយថាមានបុរស4នាក់ទៅរករៀនសិលសាស្ត្រឯក្រុងតកសិលាមហានគររស់រៀនសិលសាស្ត្រនោះចាប់សពគ្រប់ហើយក៏លាគ្រូដើរត្រឡប់មកស្រុកវិញលុះមកដល់ពាក់កណ្ដាលផ្លូវបុរសទាំង4នាក់បានឃើញទឹកមួយកន្លែងយល់ថាទឹកល្អពុំដឹងថាទឹកនោះមានពឹសបរោះទាំង4នាក់យកទឹកនោះលុបលាងមុខមាត់ក៏ខ្វាក់ភ្នែកអស់ដើរទៅលំនៅអាត្មាទីតីពុំបានបរោះម្នាក់និយាយថាបើយើងងងឹតអស់ទាំង4នាក់ហើយតើធ្វើម៉េចនឹងបានអាហារស៊ីបរោះម្នាក់ទៀតឆ្លើយថាកាលអញភ្លឺអញយល់ថាព្រះរាជអូសៀនរបស់ស្ដេចមួយកន្លែងមានស្វាយផ្លែបរោះម្នាក់ថាបើចៅដឹងថា
ព្រះរាជអូសៀននៅទីណាជាប្រកាសយើងត្រូវនាំគ្នាសម្ដៅទៅទីនោះបរោះម្នាក់ឆ្លើយថាបើចៅយល់ថាស្វាយនោះអញក៏យល់ថាស្វាយនោះដែរប៉ុន្តែស្វាយនោះមានផ្លែតែមែកមួយបរោះម្នាក់ឆ្លើយវឹងថាបើចៅយល់មែកស្វាយមានតែផ្លែពិតមែនទុកងារឲ្យអញនឹងចោលឲ្យជ្រុះផ្លែស្វាយនោះបរោះម្នាក់ឆ្លើយថាឲ្យតែចៅចោលឲ្យជ្រុះមកចុះអញនឹងទទួលផ្លែស្វាយនោះឲ្យបានកុំឲ្យជ្រុះដល់ដីបរោះខ្វាក់ភ្នែកទាំង4នាក់នោះលុះគិតត្រូវចិត្តគ្នាទៅវិញទៅមកហើយក៏បណ្ដាគ្នាទៅរកឃើញស្វាយនៅក្នុងអូសៀនព្រះមហាក្សត្រនោះមែនទៅបរោះមួយចោលឡើងទៅត្រូវស្វាយនោះជ្រុះចុះមកបរោះមួយទទួលចាប់បានផ្លែស្វាយនោះមិនឲ្យជ្រុះដល់ដីឡើយម្លេះហើយស្វាយក៏បែកទឹកខ្ចាយទៅបរោះទាំង4នាក់នោះពឹសក៏ជ្រះចេញពីភ្នែកបរោះទាំង4នាក់នោះប្រែថាភ្លឺដោយការដែលខ្លួននៅកំឡោះឡើងវិញបរោះទាំង4កាលបើបានភ្លឺភ្នែកបានឃើញបានផ្លែស្វាយនោះហើយដណ្ដើមផ្លែស្វាយគ្នាទៅនាំគ្នាទៅប្តឹងចៅក្រមដោយដំណើរទីតីចៅក្រមពិចារណាកាត់សេចក្តីឲ្យបរោះទាំង4នាក់នោះក៏ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយនៅដំណើរសេចក្តីនោះព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាដោយព្រះប្រាជ្ញាស្វែងយល់ហើយទ្រង់មានព្រះបន្ទូលថាព្រះស្ដែងដែលទទួលផ្លែស្វាយបាននោះត្រូវបានមួយចំហៀងឯព្រះស្ដែងទាំង3នាក់នោះត្បិតពុំបានទទួលផ្លែស្វាយនោះត្រូវបានមួយចំហៀង3នាក់គឺបរោះដែលបានមួយចំហៀងម្នាក់នោះឯងពីព្រោះតែទទួលចាប់បានផ្លែស្វាយនោះឯងបរោះទាំង4នាក់ចូលចិត្តហើយក៏ព្រមព្រៀងគ្នាទទួលធ្វើតាមព្រះបន្ទូលព្រះមហាក្សត្រទ្រង់បង្គាប់បានបរិភោគស្វាយស្រេចហើយក្រាបថ្វាយបង្គំលាព្រះមហាក្សត្រចេញទៅលុះបរោះទាំង4នាក់នាំគ្នាដើរទៅបរោះម្នាក់បានឃើញកំណប់មាសទើបនាំគ្នាជីកកំណប់នោះទាំង4នាក់ជីកចិត្តបានក៏ប្រកែកគ្នាថាអញប្រឹងជីកលើសចៅទាំង3បរោះម្នាក់ថាអញក៏ប្រឹងជីកដែរបរោះម្នាក់ទៀតនិយាយទៅកាន់បរោះនោះថាអញក៏ប្រឹងជីកដូចគ្នាដែរបរោះបានឃើញកំណប់ថាបើនិយាយពីព្រួយអញព្រួយលើសអ្នកទាំងអស់គ្នាត្បិតអញបានឃើញកំណប់មុនហើយអញប្រឹងជួយជីកមាសនោះទៀតផងដូច្នេះគួរតែអញបានលើសគេបរោះទាំង4នាក់ជជែកគ្នាមិនដាច់ស្រេចសោះទើបនាំគ្នាទៅប្តឹងចៅក្រមដោយនៅដំណើរទីតីចៅក្រមមិនអាចចែកឲ្យបរោះទាំង4នាក់នោះយល់ព្រមគ្នាបានឡើយក៏នាំបរោះទាំង4នាក់ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយនៅដំណើរព្រះមហាក្សត្រទ្រង់ពិចារណាស្វែងយល់ដោយដំណើរសេចក្តីបរោះទាំង4នាក់នោះហើយទ្រង់ឲ្យចែកមាសជា5ភាគឲ្យទៅបរោះដែលបានឃើញកំណប់នោះ3ភាគត្បិតម្នាក់នោះស្លូតត្រង់ពំលាក់នឹងគ្នា2ភាគទៀតទ្រង់ចែកទៅឲ្យបរោះទាំង3នាក់ស្មើគ្នាបរោះទាំង4នាក់ព្រមព្រៀងទទួលយកចំណែកមាសនោះដូចព្រះបន្ទូលព្រះមហាក្សត្រទ្រង់បង្គាប់ហើយក៏ថ្វាយបង្គំលាព្រះមហាក្សត្រទៅទីលំនៅរៀងៗខ្លួនរឿងបរោះ4នាក់ឆ្លោះដណ្ដើមផ្លែស្វាយនិងមាសចប់ដោយបរិបូរណ៍អាចារ្យនិទានសូមជូនរឿងតាបោះលួចមាសមាននិទានមួយថាមានអាស្រមបត់មួយនៅទីមួយមានតាបោះ4រូបគង់ចម្រើនមេត្តាភាវនាធម៌ក្នុងអាស្រមបត់នោះសិតតែយកខ្នងចូលទៅក្នុងបែរមុខចេញក្រៅដូចគ្នាគ្រប់ទិសទាំង4ថ្ងៃមួយមានព្រាហ្មណ៍ម្នាក់យកមាស 10000 តម្លឹងទៅសុំផ្ញើនឹងតាបោះទាំង4នាក់តាបោះទាំង4នាក់ឲ្យព្រាហ្មណ៍យកមាសទៅទុកកណ្ដាលអាស្រមរួចព្រាហ្មណ៍នោះដើរចេញទៅឯតាបោះទាំង4រូបដែលប្រែក្រោយឲ្យគ្នាចម្រើនមេត្តាភាវនានោះលុះយូរបន្តិចទៅតាបោះមួយរូបចូលទៅលួចយកមាសនោះចេញមិនឲ្យតាបោះទាំង3នាក់រូបនោះដឹងខាងក្រោយមកព្រាហ្មណ៍ម្ចាស់មាសចូលទៅរកមាសតាបោះទាំង4សុំយកមាសវិញតាបោះឲ្យព្រាហ្មណ៍ចូលទៅយកមាសត្រង់កន្លែងដែលទុកនោះស្រាប់តែបាត់មាសពុំឃើញទៅព្រាហ្មណ៍នាំតាបោះទាំង4រូបទៅប្តឹងចៅក្រមតាមដំណើរចៅក្រមកាត់សេចក្តីនោះមិនដាច់ស្រេចក៏នាំព្រាហ្មណ៍និងតាបោះ4រូបនោះទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមរឿងសពគ្រប់ប្រការហើយព្រាហ្មណ៍ក្រាបបង្គំទូលថាសូមព្រះរាជទានខ្ញុំម្ចាស់យកមាស 10000 តម្លឹងទៅផ្ញើនឹងតាបោះទាំង4ដែលចម្រើនភាវនាធម៌នៅក្នុងព្រៃក្រំថ្មនៅអាស្រមបត់មួយនោះ
តាបោះទាំង4នាក់នោះទទួលបញ្ញាខ្ញុំព្រះបាទអង្គម្ចាស់ហើយយកមាសទៅទុកនៅកណ្ដាលអាស្រមហើយខ្ញុំបាទអង្គម្ចាស់ដើរចេញទៅលុះយូរបន្តិចខ្ញុំវិលមកសុំយកមាសអំពីតាបោះវិញពុំឃើញមាសនោះឡើយទើបខ្ញុំព្រះបាទឲ្យតាបោះរកមាសឲ្យតាបោះរកមាសពុំឃើញបានជាខ្ញុំម្ចាស់នាំតាបោះទាំង4នាក់មកក្រាបបង្គំទូលព្រះបាទអង្គម្ចាស់សូមព្រះអង្គម្ចាស់ព្រះចិន្តាពិចារណារកមាសឲ្យព្រះមហាក្សត្រទ្រង់ត្រាស់ដណ្ដឹងទៅតាបោះទាំង4ថាហើយព្រះស្ដែងមហាឥសីទាំង4អើយដំណើរសេចក្តីព្រះស្ដែងនេះដោយម្ដេចតាបោះទាំង4ក្រាបបង្គំទូលព្រះមហាក្សត្រថាព្រាមយកមាសទៅផ្ញើនឹងអាត្មាទាំង4នាក់ទុកនៅកណ្ដាលអាស្រមនោះដោយព្រាមនោះក្រាបទូលមែនប៉ុន្តែអាត្មាភាពអង្គុយស្មឹងសមាធិបែរមុខចេញផ្សេងពីគ្នាពុំដឹងថានរណាចូលទៅលួចមាសនោះឡើយសេចក្តីទាំងនេះសូមព្រះអង្គទ្រង់ព្រះចិន្តាពិចារណាហងព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាជាមួយនឹងនាម៉ឺនមុខមន្ត្រីនៅសេចក្តីវិនិច្ឆ័យរកមាសនោះពុំឃើញព្រះអង្គថប់ចង្អៀតក្នុងព្រះរាជហឫទ័យមកមិនបំភ្លេចឡើយកាលនោះមានបរិជ្ជបុត្រីមួយព្រះអង្គទ្រង់ព្រះនាមវិចិត្រសារីមានប្រាជ្ញាឆ្លៀសវៃយល់ធម៌អាគ្រប់ប្រការព្រះនាងទូលព្រះវរៈបិតាថាសេចក្តីនេះសូមព្រះអង្គកំព្រួយព្រះរាជហឫទ័យឡើយខ្ញុំម្ចាស់វិនិច្ឆ័យរកមាសថ្វាយបានដោយព្រះចិន្តាទៅព្រះនាងឲ្យហៅតាបោះទាំង4នាក់នោះមកមើលព្រះនាងនិទានឲ្យតាបោះទាំង4នាក់ស្ដាប់ថាកាលពីព្រៃនាយមានស្រីក្រមុំម្នាក់ទៅរៀនសិលសាស្ត្រមន្តអាគមនឹងតាបោះមួយរូបលុះរៀនបានចេះសាច់ហើយកាលដែលនាងលាគ្រូទៅផ្ទះម្ដាយវិញនោះនាងនិយាយនឹងតាបោះជាគ្រូថាខ្ញុំឥតអ្វីនឹងតបស្នងគុណលោកជាគ្រូឡើយខ្ញុំសូមបដិញ្ញាចិត្តលោកគ្រូថាបើម្ដាយខ្ញុំឲ្យខ្ញុំមានប្តីកាលណាខ្ញុំនឹងលាប្តីខ្ញុំមកឲ្យលោកគ្រូមកប្រតិបត្តិនឹងខ្ញុំហើយទៅខ្ញុំវិលទៅកាន់ប្តីខ្ញុំវិញនាងសច្ចាដូច្នេះនាងលាគ្រូនឹងម្ដាយលុះម្ដាយឲ្យនាងមានប្តីនាងទៅនៅនឹងប្តីពុំបានរួមសុខទុក្ខឡើយនាងប្រាប់ប្តីនាងដោយនៅដំណើរពាក្យដែលនាងបានបដិញ្ញានឹងតាបោះនោះហើយនាងលាប្តីនឹងទៅកាន់តាបោះនោះឯប្តីសោតពុំខាត់ខាំងឡើយបើឲ្យនាងទៅទៅនាងស្លៀកពាក់តែងគ្រឿងប្រដាប់ស្អាងអាត្មាហើយលីលាទៅជូនជាជួបនឹងខ្លាតូលមួយប្រុងនឹងខំនាងជាអាហារទៅនាងប្រាប់ដោយដំណើរដែលនាងលាប្តីទៅរកតាបោះជាគ្រូនោះហើយនាងថាបើអញមកអំពីតាបោះជាគ្រូអញហើយអញនឹងមកឲ្យព្រះស្ដែងស៊ីអញហងនាងថាដូច្នេះខ្លាពុំហ៊ានស៊ីនាងឡើយបើកឲ្យនាងទៅនាងដើរអំពីទីនោះទៅបានប្រទះនឹងចៅ4ប៉ុនប៉ងនឹងយកគ្រឿងប្រដាប់អំពីនាងប្រាប់អំពីដំណើរដែលនាងនិយាយនឹងខ្លានោះហើយនាងថាបើអញមកអំពីតាបោះជាគ្រូខ្ញុំហើយខ្ញុំនឹងដោះគ្រឿងប្រដាប់អំពីខ្ញុំឲ្យអ្នកហងនាងថាដូច្នេះចៅពុំហ៊ានយកគ្រឿងប្រដាប់ប្រដារបស់នាងឡើយបើកឲ្យនាងទៅលុះនាងទៅដល់អាស្រមតាបោះជាគ្រូហើយនាងថ្លែងរលឹកអស់ពាក្យស្បត់មាត់ប្រាជ្ញានឹងតាបោះនោះតាបោះប្រាប់នាងថាហើយនាងអើយអញអន់ណាស់ឯពាក្យស្ចាត់ដែលនាងបដិញ្ញានឹងអញនោះទៀងប្រកបមែនតែអញពុំមានចិត្តប្រតិបត្តិនឹងនាងឡើយបិទនាងមានប្តីហើយរីកាមេសុមច្ឆារាអញពុំប្រាថ្នាទេចូលនាងទៅកាន់ប្តីនាងវិញចោះទៅនាងក្រាបលាតាបោះវិលដើរតាមផ្លូវដដែលមិនប្រទះចោលនឹងខ្លានោះឡើយនាងមកដល់ប្តីនាងដោយស្រួលនាងវិចិត្រសារីនិទានប្រស្នាទាំង4ចម្ពុកនេះឲ្យតាបោះស្ដាប់ហើយទៅនាងដណ្ដឹងទៅតាបោះទាំង4ថាខ្ញុំនិទានប្រស្នាទាំង4នេះដូច្នេះតើលោកយល់ថាចិត្តអ្នកណាប្រសើរតាបោះមួយឆ្លើយថាអាចក្តីយល់ថាចិត្តប្តីដែលបើកឲ្យប្រពន្ធនោះឯងប្រសើរណាស់តាបោះមួយឆ្លើយថាអាចក្តីយល់ថាចិត្តខ្លាដែលមានអំណត់ស៊ូអត់អាហារពុំខំនាងនោះឯងប្រសើរលើសតាបោះមួយក៏ឆ្លើយវឹងថាចៅដែលមានចិត្តលោភលន់ចង់បានគ្រឿងផុសស្ដាភរណៈរបស់នាងដែលគួរនឹងយកហើយប្រែខ្វែងមានអំណត់អត់ពុំយកឡើយនោះឯងប្រសើរលើសតាបោះមួយឆ្លើយថាកាលនាងទៅដល់តាបោះជាគ្រូហើយ
តាបោះនោះគួរតែត្រេកអរសាទរទទួលនាងដោយពាក្យស្បត់មាត់ប្រាជ្ញានោះតែតានោះមានអំណត់ពុំទទួលយកទៅនាងឲ្យទៅកាន់ប្តីវិញព្រះនាងវិចិត្រសារីទ្រង់ព្រះសណ្ដាប់តាបោះទាំង4នោះហើយក៏កត់សម្គាល់ថាតាបោះសរសើរចិត្តប្តីនោះជាអ្នកមានចិត្តច្រើនប្រច័ណ្ឌតាបោះដែលសរសើរចិត្តខ្លាជាអ្នកមានចិត្តច្រើនប្រមាថអាយុសត្វពុំគិតថាខ្លាចបាបតាបោះដែលសរសើរចិត្តចោលនោះជាអ្នកមានចិត្តលោភលន់យកទ្រព្យរបស់គេហើយព្រះនាងយល់ច្បាស់ថាតាបោះនោះឯងលួចមាសព្រាមឯតាបោះមួយសរសើរចិត្តតាបោះជាគ្រូនោះជាអ្នកមានចិត្តចង់លួចប្រពន្ធគេព្រះនាងយល់ដូច្នេះហើយមានព្រះបន្ទូលថាបបិទ្ធតាបោះទាំង4អើយបើនរណាមានទ្រព្យរបស់មាសប្រាក់រតនៈច្រើនចូលមកឲ្យខ្ញុំចោះខ្ញុំនឹងដោយជាប្រពន្ធអ្នកនោះឯតាបោះមួយដែលស្រឡាញ់ចិត្តចៅនោះគិតស្មានថានឹងបានព្រះនាងជាប្រពន្ធក៏ទៅយកមាស 10000 តម្លឹងដែលព្រាហ្មណ៍នោះផ្ញើនោះមកថ្វាយព្រះនាងថាតាបោះនេះឯងលួចមាសព្រាហ្មណ៍ពិតមែនព្រះនាងក៏យកមាសនោះទៅថ្វាយព្រះមហាក្សត្រជាព្រះវរបិតាទើបព្រះអង្គឲ្យហៅព្រាហ្មណ៍ជាម្ចាស់មាសនោះមកព្រះអង្គឲ្យយកមាស 10000 តម្លឹងនោះទៅបរិយាទាននៅព្រាហ្មណ៍នោះវិញព្រាហ្មណ៍នោះក្រាបបង្គំទទួលយកតែមាស 4000 តម្លឹងហើយលាទៅលំនៅអាត្មាហងរឿងតាបោះលួចមាសចប់ដោយបរិបូររឿងធនជ័យសេដ្ឋីលួចមាសរបស់តតលោសេដ្ឋីមានការនិទានមួយថាមានសេដ្ឋី2នាក់ម្នាក់ឈ្មោះថាធនជ័យម្នាក់ទៀតឈ្មោះថាតតលោសេដ្ឋីអ្នកទាំង2នាក់ស្រឡាញ់គ្នាណាស់យកគ្នាជាខ្លើឯតតលោសេដ្ឋីយកមាស 1000 តម្លឹងដាក់ក្នុងថង់យកខ្សែចងតម្រាជាសម្គាល់រួចហើយផ្ញើទុកនៅផ្ទះធនសេដ្ឋីជាខ្លាតតលោសេដ្ឋីទៅជួញដូរយកមាសធនជ័យសេដ្ឋីហើយក៏លាទៅជួញជាអំឡុងពេលនោះធនសេដ្ឋីឲ្យទៅរកជួលជាងជួលបានហើយទៅកាត់ថង់ទាំងពីរយកមាស 1000 តម្លឹងចេញមកហើយក៏យកទង់ដែកមកថ្លឹងទម្ងន់ស្មើនឹងមាសនោះហើយយកទៅច្រកទុកនៅក្នុងថង់មាសនោះវិញរួចជួលជាងឲ្យជួសថង់នោះឲ្យបានដូចដើមជាងទទួលឈ្នួលជួសជុលថង់នោះរួចហើយឲ្យធនសេដ្ឋីទទួលទុកថាអំឡុងនេះទៅតតលោសេដ្ឋីមកវិញអំពីជួញដូរទៅប្រដាប់ចំណីផ្លែឈើផងយកមកជូនធនសេដ្ឋីជាខ្លើហើយនិយាយថាអញមកសុំមាសអំពីខ្លើឯងវិញឯធនសេដ្ឋីយកថងច្រកទង់ដែកឲ្យតតលោសេដ្ឋីរស់មើលថងនោះសពគ្រប់ជារបស់ឯងពុំផ្លាច់អ្វីឡើយនៅត្រង់ត្រៀកដូចដើមតែទទួលយកមកស្រាយពុំឃើញមាសនោះឡើយឃើញឯទង់ដែកវិញតតលោសេដ្ឋីសួរថាអញផ្ញើមាសអញនៅខ្លើមាសពេញបាត់តណាក៏មកឃើញឯទង់ដែកទៅវិញធនសេដ្ឋីឆ្លើយថានរណាយកមាសខ្លើបើខ្លើមិនជឿអញខ្លើមើលតែថងចំណងខ្សែថងនឹងត្រានោះចោះម្លេះហើយអ្នកទាំងពីរប្រកែកគ្នាទៅវិញទៅមកមិនដាច់ស្រេចកើតទៅជាក្តីនឹងគ្នាក៏នាំគ្នាទៅប្តឹងចៅក្រមជំនុំឲ្យពំបានទៅនាំគ្នាទៅដល់ព្រះមហាក្សត្រឯតតលោសេដ្ឋីក្រាបបង្គំទូលថាបិទខ្ញុំព្រះបាទអង្គម្ចាស់យកមាស 1000 តម្លឹងច្រកនៅក្នុងថងចងមាត់ជាប់ដំត្រាពីលើផ្ញើនឹងខ្លើនេះឯងមិនក៏មាសរបស់ខ្ញុំព្រះបាទអង្គម្ចាស់ប្រែទៅជាទង់ដែកទៅវិញសូមព្រះបាទទ្រង់ពិចារណាហងឯធនសេដ្ឋីក្រាបបង្គំទូលថាត្បិតខ្លើនេះឯងយកទង់ដែកច្រកថងដំត្រាខ្ជាប់ហើយផ្ញើនឹងខ្ញុំព្រះបាទអង្គម្ចាស់ទុកឲ្យមើលខ្ញុំបាទអង្គម្ចាស់ពុំដឹងថាទង់ដែកស្មានថាជាមាសពិតខ្ញុំព្រះបាទអង្គម្ចាស់ក៏ទទួលទុកទៅលុះយូរទៅខ្លើនេះមកយកអំពីខ្ញុំបាទយកឲ្យហើយខ្លើនេះស្រាយចេញពុំឃើញមាសឃើញតែទង់ដែកវិញខ្លើនេះថាខ្ញុំព្រះបាទអង្គម្ចាស់យកមាសនោះសូមព្រះអង្គទ្រង់ពិចារណាព្រះរាជទានខ្ញុំព្រះបាទអង្គម្ចាស់ហងព្រះមហាក្សត្រព្រះអង្គបានជ្រាបនៅដំណើរការសេដ្ឋីទាំងពីរហើយទើបមានព្រះបន្ទូលថាហើយសេដ្ឋីទាំងពីរអើយកុំព្រះស្ដែងក្តីនឹងគ្នាបើអ្នកទាំងពីរស្រឡាញ់គ្នាអំពីដើមដូចម្ដេចវិញ
ចូលប្រស្ដែងស្រឡាញ់គ្នាដូចមុនទៅឯធនជ័យសេដ្ឋីកាលបើលឺព្រះបន្ទូលដូច្នេះហើយក៏ក្រាបលាទៅលំនៅអាត្មាវិញក្រោយមកព្រះអង្គត្រាស់ដណ្ដឹងទៅតតៈលោសេដ្ឋីថាធនសេដ្ឋីមានកូនឬអត់កូនតតៈលោសេដ្ឋីក្រាបទូលថាមានកូនទើបព្រះអង្គមានព្រះបន្ទូលថាបើមានកូនមែនដូច្នេះចូលប្រស្ដែងប្រឡោមលួងលោមយកកូននោះមកនៅនឹងព្រះស្ដែងបាន3ថ្ងៃហើយព្រះស្ដែងយកស្វាមួយទៅឲ្យវិញហើយប្រាប់ថាកូនខ្លាប្រែអាត្មាជាស្វាទៅហើយតតៈលោសេដ្ឋីទទួលព្រះបន្ទូលដូច្នេះហើយក៏ទៅប្រឡោមលួងលោមយកកូនធនសេដ្ឋីបានមកនៅជាមួយអំឡុង3ថ្ងៃយកកូននោះលាក់ទុកហើយចាប់បានស្វាមួយយកទៅឲ្យធនសេដ្ឋីហើយប្រាប់ថាខ្លាកូនខ្លាឯងប្រែខ្លាយទៅជាស្វាហើយធនសេដ្ឋីថាខ្លាយកកូនអញទៅណាហងហេតុអ្វីបានជាពុំយកកូនអញមកឲ្យឯងទៅយកស្វាមកឲ្យអញវិញដូច្នេះតតៈលោសេដ្ឋីថានេះឯងកូនខ្លាហើយមិនឡើយខ្លាជាអញយកស្វាមកឲ្យមិននឹងខ្លាថាអញយកស្វាមកឲ្យនេះគឺជាកូនរបស់ខ្លាណាម្លេះហើយសេដ្ឋីទាំងពីរក៏ប្រកែកគ្នាទៅវិញទៅមកពុំចេះអស់ពុំចេះហើយទៅនាំគ្នាទៅគាល់ព្រះមហាក្សត្រធនសេដ្ឋីក្រាបបង្គំទូលថាលោកតតៈលោសេដ្ឋីយកកូនខ្ញុំព្រះបាទអម្ចាស់បាន3ថ្ងៃពុំយកកូនមកឲ្យខ្ញុំវិញឡើយទៅយកឯស្វាមកឲ្យថាកូនខ្ញុំវិញសូមព្រះរាជទានព្រះអង្គទ្រង់ពិចារណាឲ្យខ្ញុំបាទផងឯតតៈលោសេដ្ឋីក្រាបបង្គំទូលថាខ្ញុំព្រះបាទម្ចាស់យកកូននេះទៅពិតមែនតាហេតុដោយម្ដេចបានជាកូននេះប្រែអាត្មាជាស្វាវិញរឿងនេះសូមព្រះអង្គទ្រង់ពិចារណាផងព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ដំណើរសេដ្ឋីទាំងពីរហើយក៏ទ្រង់មានព្រះបន្ទូលថាសេដ្ឋីអើយបើវាបានខ្លាចជាដូច្នេះទៅហើយព្រះស្ដែងទាំងពីរនាក់ត្រូវធ្វើសច្ចាទិដ្ឋានរៀងៗខ្លួនហើយធនសេដ្ឋីត្រូវយកទង់ដៃច្រកនៅក្នុងថង់ទុកដូចដែលអស់កំឡុង3ថ្ងៃតតៈលោសេដ្ឋីក៏ត្រូវយកស្វាទៅទុករក្សាធ្វើជាកូនអំឡុង3ថ្ងៃដែរបើព្រះស្ដែងទាំងពីរស្រឡាញ់គ្នាតាមសភាពដើមពិតមែនហើយទង់ដែកមកជាកើតជាមាសវិញស្វាក៏មកជាប្រែខ្លួនជាកូនវិញដែរបើបានដោយក្តីសច្ចាទិដ្ឋានរបស់ព្រះស្ដែងទាំងពីរនាក់ហើយចូលព្រះស្ដែងនាំមកកាន់អញសេដ្ឋីទាំងពីរទទួលព្រះបន្ទូលហើយក្រាបលាទៅលំនៅអាត្មាទីតីដល់រាត្រីថ្ងៃទី3ធនសេដ្ឋីយកមាសច្រកនៅក្នុងថង់នាំឡើងទៅថ្វាយឯតតៈលោសេដ្ឋីឮថាធនជ័យសេដ្ឋីយកមាសទៅថ្វាយក៏យកកូនទៅថ្វាយដែរព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលឲ្យយកមាសឲ្យតតៈលោសេដ្ឋីយកកូនអំពីតតៈលោសេដ្ឋីមកឲ្យធនសេដ្ឋីវិញហើយទ្រង់មានព្រះបន្ទូលថាព្រះស្ដែងទាំងពីរនាក់កុំអន់ចិត្តនឹងគ្នាឡើយចូលស្រឡាញ់គ្នាដូចដើមវិញទៅសេដ្ឋីទាំងពីរទទួលព្រះបន្ទូលព្រះមហាក្សត្រហើយក៏ក្រាបបង្គំលាទៅលំនៅអាត្មាទីតីរៀងខ្លួនរឿងធនសេដ្ឋីលួចមាសរបស់តតៈលោសេដ្ឋីចាប់ដោយបរិបូរអាចារ្យនិទានសូមជូនរឿងបុរសកំសត់សង់ខ្ទមក្បែរផ្ទះសេដ្ឋីធ្វើត្រាប់តាមសេដ្ឋីមានរឿងនិទានមួយថាមានបុរសប្តីប្រពន្ធនិងកូនស្រីមួយជាអ្នកលំបាកកំសត់ទុរគតរោគព្រឹកបានស៊ីតែព្រឹកលើរោគល្ងាចបានស៊ីតែល្ងាចពុំមានទ្រព្យរបស់របរអ្វីឡើយទើបបុរសប្តីប្រពន្ធនោះគិតគ្នាថាលំនៅយើងសប្តាហ៍ថ្ងៃនេះលំបានណាស់មកយើងទៅរកលោកឯណាមានទ្រព្យសម្បត្តិច្រើនយើងទៅនៅខាងលោកមើលដំណើរលោកធ្វើបដិចខ្លះបានជាមានទ្រព្យរបស់ច្រើនអ្នកទាំងពីរអ្នកប្តីប្រពន្ធនោះគិតគ្នាដូច្នេះហើយក៏រុះរើខ្ទមទៅសង់នៅក្បែរខាងផ្ទះសេដ្ឋីនោះឯងតែងតែប្រើខ្ញុំបំរើឲ្យទៅជួញប្រែធ្វើស្រែចម្ការបានទ្រព្យរបស់បំពេញឃ្លាំងពំដាដាច់ឡើយឯបរោះប្តីប្រពន្ធនិងកូនមួយបានធ្វើត្រាប់តាមអំពីការទាំងអំបាលមានុសរបស់សេដ្ឋីចំណេលងទៅកើតផលប្រយោជន៍បានផលរបស់ច្រើនទៅបរោះនោះដឹងគុណមហាសេដ្ឋីហើយក៏យកមាសមួយស្ទក់មកជូនមហាសេដ្ឋីដណ្ដឹងថាហេតុដូចម្ដេចបានជាចៅយកមាសឲ្យអញបរោះនោះប្រាប់ថាត្បិតខ្ញុំនេះបាទនេះ
ជាអ្នកកំសត់ទុរគតខ្ញុំបានរស់រើខ្ទមមកនៅក្បែរផ្ទះលោកខ្ញុំបានមើលឃើញលោកតែងប្រើអស់ខ្ញុំកំដរឲ្យទៅជួញដូរប្រែធ្វើស្រែចម្ការកាប់ឆ្ការឲ្យបានជាទ្រព្យរបស់របរមកទុកដាក់ខ្ញុំបាទប្តីប្រពន្ធនឹងកូនមួយក៏ធ្វើត្រាប់អំពីការងារនោះទាំងស្រុងតាមលោកខ្ញុំក៏បានជាអ្នកមានទ្រព្យរបស់របរលុះខ្ញុំកំដរទិញគោក្របីបានប្រើជាច្រើនទើបខ្ញុំបានរលឹកនឹកដល់គុណលោកហើយខ្ញុំបាទយកមាសមួយស្តុកមកជូនលោកនេះហងសេដ្ឋីថាចៅបានទ្រព្យអំបាននេះអញស្មានថាចៅបានពីណាបើចៅបានត្បិតចៅធ្វើតាមចំណេះអញតែងធ្វើដូច្នេះហើយចូលចៅទៅយកទ្រព្យអំបាននោះមកឲ្យអញនឹងបែងចែករំលែកឲ្យចៅខ្លះបរោះនោះឆ្លើយថាត្បិតខ្ញុំព្រះបាទធ្វើអំពីការត្រាប់តាមលោកបានទ្រព្យរបស់អំបាននេះខ្ញុំបាទរលឹកគុណលោកទើបខ្ញុំយកមាសមួយស្តុងមកជូនខ្ញុំបានយល់ថាលោកយកតែប៉ុណ្ណេះបើលោកប្រើខ្ញុំបាទឲ្យទៅយករបស់ខ្ញុំបាទទាំងអស់មកខ្ញុំបាទពុំយកមកជូនទេសេដ្ឋីនិងបរោះនោះប្រកែកដណ្ដើមទ្រព្យគ្នាទៅវិញទៅមកទើបសេដ្ឋីនាំបរោះនោះទៅដល់ចៅក្រមជំនុំជម្រះពិចារណាចៅក្រមជំនុំជម្រះរឿងនោះពុំបានទើបនាំសេដ្ឋីនិងបរោះនោះទៅកល់ព្រះមហាក្សត្របរោះនោះក្រាបបង្គំទូលថាខ្ញុំព្រះបាទអង្គម្ចាស់នេះនៅក្បែរផ្ទះសេដ្ឋីនេះខ្ញុំព្រះបាទយល់គាត់តែងប្រើខ្ញុំកំដរគាត់ឲ្យទៅជួញដូរប្រែធ្វើស្រែចម្ការបានទ្រព្យជាផលប្រយោជន៍ផ្ទាល់ខ្លួនហើយខ្ញុំព្រះបាទអម្ចាស់ពីរនាក់ប្តីប្រពន្ធនិងកូនយកខ្លួនធ្វើនៅអំពើការត្រាប់តាមគាត់បានទ្រព្យរបស់លួសខ្ញុំទិញគោក្របីទើបខ្ញុំព្រះបាទអម្ចាស់គិតដល់គុណគាត់ហើយយកមាសមួយស្តុងទៅឲ្យគាត់ពុំយកតែមាសមួយស្តុងនោះឡើយគាត់ប្រើខ្ញុំព្រះបាទអម្ចាស់ទៅយកទ្រព្យរបស់មាសប្រាក់មកឲ្យគាត់ទាំងអស់ហើយគាត់នឹងចែកឲ្យខ្ញុំព្រះបាទអង្គម្ចាស់វិញខ្ញុំព្រះបាទអង្គម្ចាស់ពុំយកទ្រព្យទាំងនោះមកឲ្យគាត់ទើបគាត់នាំខ្ញុំព្រះបាទអង្គម្ចាស់ទៅប្តឹងចៅក្រមឲ្យជំនុំជម្រះពិចារណាចៅក្រមជំនុំជម្រះពុំបានសេចក្តីទាំងនេះពុំចេញសូមទ្រង់ព្រះចិន្តាពិចារណាឲ្យខ្ញុំព្រះបាទអង្គម្ចាស់ហងទៅព្រះមហាក្សត្រទ្រង់ត្រាស់ដណ្ដឹងទៅសេដ្ឋីថាមនាលព្រះស្ដែងដំណើរព្រះស្ដែងតើដោយម្ដេចសេដ្ឋីក្រាបទូលថាដំណើរសេដ្ឋីនៃខ្ញុំព្រះបាទអង្គម្ចាស់នេះដោយពាក្យបរោះក្រាបទូលនេះហងព្រះមហាក្សត្រទ្រង់យល់ថាសេដ្ឋីលុបលន់ពិតមែនទើបព្រះអង្គមានព្រះបន្ទូលដណ្ដឹងថាមនាលសេដ្ឋីព្រះស្ដែងមានកូនឬអត់កូនសេដ្ឋីក្រាបបង្គំទូលថាខ្ញុំព្រះបាទអង្គម្ចាស់មានកូនប្រុសមួយទើបព្រះអង្គមានព្រះបន្ទូលដណ្ដឹងទៅបរោះនោះវិញថាព្រះស្ដែងមានកូនឥតកូនបរោះនោះក្រាបទូលថាខ្ញុំព្រះបាទមានកូនស្រីមួយព្រះមហាក្សត្រមានព្រះបន្ទូលថាមនាលព្រះស្ដែងទាំងពីរអើយម្ល៉េះហើយកុំខឹងនឹងគ្នាទៅវិញទៅមកអញឲ្យព្រះស្ដែងទាំងពីរចងពន្ធនឹងគ្នាឲ្យកូនប្រុសសេដ្ឋីនិងកូនស្រីអ្នកជាប្តីប្រពន្ធនឹងគ្នាទៅដើម្បីឲ្យទ្រព្យរបស់ព្រះស្ដែងទាំងពីរនាក់មូលនៅលើកូនអ្នកឯងសេដ្ឋីនិងបរោះស្ដាប់ព្រះបន្ទូលដូច្នេះហើយចូលចិត្តក៏ក្រាបបង្គំថ្វាយលាទៅលំនៅអាត្មារិះរោគប្រដាប្រដាការកូនទាំងពីរសម្រេចដោយប្រការអំបាលមាននេះហងរឿងបរោះកំសត់ខ្សងខ្ទមក្បែរផ្ទះសេដ្ឋីធ្វើត្រាប់តាមសេដ្ឋីចប់ដោយបរិបូរអាចារ្យនិទានសូមជូនរឿងគៀមមនីសេដ្ឋីលួចទឹកឃ្មុំគុណដលៈសេដ្ឋីមាននិទានមួយថាមានសេដ្ឋីពីរនាក់ម្នាក់ឈ្មោះថាគុណដលៈសេដ្ឋីម្នាក់ទៀតឈ្មោះថាគៀមមនីសេដ្ឋីអ្នកទាំងពីរស្រឡាញ់គ្នាណាស់យកគ្នាធ្វើខ្លើឯគុណដលៈសេដ្ឋីយកទឹកឃ្មុំ500គីឡូទៅផ្ញើទុកនៅផ្ទះគៀមមនីសេដ្ឋីគៀមមនីសេដ្ឋីជាខ្លាទទួលយកទឹកឃ្មុំនោះទុកហើយគុណដលៈសេដ្ឋីលាទៅជួញជាអំឡុងយូរទៅគៀមនីសេដ្ឋីនោះច្រោះបាតពីដងបង្ហូរយកទឹកឃ្មុំចេញអំពីដងទាំង500នោះយូរទៅកុដលៈសេដ្ឋីមកអំពីជួញដូរវិញបានយកចំណីផ្លែឈើផងទៅជន់ខ្លាហើយនិយាយថាខ្ញុំសូមយកទឹកឃ្មុំអំពីខ្លាទើបគៀមនីសេដ្ឋីប្រាប់ថា
ខ្លាអើយខ្លាឥឡូវនេះកដុលវាច្រោះបាតពីដងទឹកខ្មុំខ្លាអស់ទៅហើយកោដេលៈសេដ្ឋីនិងគាមនីសេដ្ឋីប្រកែកជជែកគ្នាតវ៉ាអស់3យប់3ថ្ងៃក៏នៅមិនដាច់ស្រេចក៏ទៅប្តឹងចៅក្រមជំនុំជម្រះបានក៏នាំគ្នាទៅកល់ព្រះមហាក្សត្រឯកោដេលៈសេដ្ឋីក្រាបទូលថាខ្ញុំព្រះបាទអង្គម្ចាស់យកទឹកខ្មុំ500បដុងទៅផ្ញើគាមនីសេដ្ឋីជាក្លើដោយខ្ញុំទុកចិត្តថាជាសម្លាញ់នឹងគ្នាហើយខ្ញុំព្រះបាទទៅជួញដូរយូរថ្ងៃយូរខែយូរឆ្នាំខ្ញុំបាទបានវិលមកវិញសុំទៅយកទឹកខ្មុំអំពីក្លើប្រាប់ខ្ញុំព្រះបាទថាកណ្ដោវាចុះបាតកដុងអស់500កដុងបាត់ទៅហើយខ្ញុំព្រះបាទអម្ចាស់ពុំសុខចិត្តទៅមកក្រាបទូលព្រះអង្គទ្រង់ពិចារណាជួយរកហេតុនិងផលផងឯគាមនីសេដ្ឋីក្រាបទូលថាក្លើនេះបានយកបដុងទឹកខ្មុំ500មកផ្ញើនឹងខ្ញុំព្រះបាទអម្ចាស់ពិតមែនតែកដុលវាចោះពីដងឲ្យហូរហើយនឹងផឹកទឹកខ្មុំអស់ខ្ញុំព្រះបាទអម្ចាស់ប្រាប់ដូច្នេះគាត់ពុំជឿបានជាខ្ញុំព្រះបាទអម្ចាស់មកក្រាបទូលព្រះអង្គសូមព្រះអង្គព្រះចិន្តាមេត្តាផងព្រះមហាក្សត្រទ្រង់ជ្រាបនៅដំណើរការសេដ្ឋីទាំងពីរនាក់នោះហើយទៅទ្រង់មានព្រះបន្ទូលថាហើយសេដ្ឋីទាំងពីរនាក់អើយកុំព្រះស្ដែងក្តីនឹងគ្នាឡើយចេះស្រឡាញ់គ្នាយោយល់គ្នាទៅវិញទៅមកទៅជីវិតមានន័យរស់មានសេចក្តីសុខដែលព្រះស្ដែងស្រឡាញ់គ្នាពីដើមដូចម្ដេចចូលស្រឡាញ់គ្នាឲ្យដូចដើមនោះទៅណាឯគាមនីសេដ្ឋីឮព្រះបន្ទូលដូច្នេះក៏ក្រាបលាទៅលំនៅអាត្មាក្រោយមកនោះព្រះមហាក្សត្រមានព្រះបន្ទូលដណ្ដឹងទៅកោដេលៈសេដ្ឋីថាគាមនីសេដ្ឋីមានកូនឬឥតកូនកោដេលៈសេដ្ឋីក្រាបបង្គំទូលថាមានកូនទើបព្រះអង្គមានព្រះបន្ទូលថាបើមានចូលព្រះស្ដែងទៅលួងលោមហៅមកបើបានមកហើយព្រះស្ដែងត្រឡប់មកវិញទៅព្រមមានគាមនីសេដ្ឋីថាកូនខ្លះឯងខ្លែងឆាបយកទៅហើយអញបងអើលវាពុំធ្លាក់សោះកោដេលៈសេដ្ឋីស្ដាប់ព្រះបន្ទូលដូច្នេះថ្វាយបង្គំលាទៅលំនៅអាត្មាហើយទៅប្រឡងលួងលោមបានកូនគាមនីសេដ្ឋីយកទៅលាក់នៅទីកំបាំងហើយវិលទៅប្រាប់ថាខ្លាអើយខ្លាអញយកកូនខ្លាទៅឥឡូវខ្លែងវាឆាបយកទៅបាត់អញដេញបងអើលវាពុំទម្លាក់ឡើយកាលបើឮដូច្នេះគាមនីសេដ្ឋីខឹងពន់ពេកហើយនាំកោដេលៈសេដ្ឋីឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រថាកោដេលៈសេដ្ឋីនេះយកកូនខ្ញុំព្រះបាទអម្ចាស់ទៅនៅផងលុះអំឡុងយូរទៅគាត់ថាខ្លែងវាឆាបកូនខ្ញុំព្រះបាទអម្ចាស់សូមទានព្រះអង្គទ្រង់ព្រះពិចារណាឯកោដេលៈសេដ្ឋីក្រាបបង្គំទូលថាព្រះអង្គម្ចាស់ព្រះបាទយកកូនខ្លានេះយកពិតមែនខ្ញុំព្រះបាទអម្ចាស់ពុំលាក់ទេតែខ្លែងវាឆាបយកទៅគាត់ពុំជឿខ្ញុំព្រះបាទអម្ចាស់ឡើយសេចក្តីនេះពុំជេរសូមទ្រង់ព្រះពិចារណាផងព្រះមហាក្សត្រទ្រង់ជ្រាបដំណើរការសេដ្ឋីទាំងពីរហើយទ្រង់មានព្រះបន្ទូលថាសេដ្ឋីអើយបើខ្លែងឆាបយកកូនព្រះស្ដែងទៅដូច្នេះត្រូវព្រះស្ដែងទាំងពីរនាក់ធ្វើសច្ចាទិដ្ឋាននឹងគ្នាថាសូមឲ្យគាមនីសេដ្ឋីបានទឹកខ្មុំពេញពើដងដោយដើមវិញឯខ្លែងទម្លាក់កូនមកឲ្យគុណដេលៈសេដ្ឋីដោយដើមវិញដែរបើព្រះស្ដែងទាំងពីរនាក់ស្រឡាញ់គ្នាមែនពិតនឹងបានសម្រេចប្រាថ្នាពុំខានបើបានដោយសច្ចាទិដ្ឋានព្រះស្ដែងទាំងពីរនាក់ចូលព្រះស្ដែងនាំគ្នាមកកាន់អញវិញកាលព្រះមហាក្សត្រមានព្រះបន្ទូលដូច្នេះហើយសេដ្ឋីទាំងពីរនាក់ក្រាបបង្គំលាទៅលំនៅទីតីរៀងខ្លួនគាមនីសេដ្ឋីយកទឹកខ្មុំចាក់ពេញពីដងទាំង500ដោយដើមវិញនាំទៅថ្វាយព្រះមហាក្សត្រកូនដេលៈសេដ្ឋីឮថាគាមនីសេដ្ឋីយកទឹកខ្មុំថ្វាយព្រះមហាក្សត្រក៏យកកូនទៅថ្វាយដែរព្រះមហាក្សត្រមានព្រះបន្ទូលឲ្យយកទឹកខ្មុំទៅឲ្យកោដេលៈសេដ្ឋីហើយឲ្យយកកូនអំពីកោដេលៈសេដ្ឋីមកឲ្យគាមនីសេដ្ឋីហើយមានព្រះបន្ទូលថាព្រះស្ដែងទាំងពីរកុំអអន់ចិត្តនឹងគ្នាចូលស្រឡាញ់គ្នាដោយដើមវិញទៅសេដ្ឋីទាំងពីរទទួលព្រះបន្ទូលហើយក៏បានការថ្វាយបង្គំលាព្រះមហាក្សត្រទៅលំនៅរៀងខ្លួនរឿងគាមនីសេដ្ឋីលួចទឹកខ្មុំរបស់
កុដិលៈសេដ្ឋីចប់ដោយបរិបូររឿងបុរសកំសត់នៅក្បែរផ្ទះសេដ្ឋីស្រង់ក្លិនអាហារសេដ្ឋីមានរឿងនិទានមួយមហារន្ធត់មានបុរសកំសត់ម្នាក់នៅក្បែរខាងផ្ទះសេដ្ឋីបើខ្យល់បក់មកខាងលិចរុះរើខ្ទមទៅសង់ពីខាងកើតបើខ្យល់បក់មកពីខាងកើតរុះរើខ្ទមទៅសង់ពីខាងលិចបើខ្យល់បក់មកពីខាងជើងរុះរើខ្ទមទៅសង់ពីខាងត្បូងបើខ្យល់បក់មកពីខាងត្បូងរុះរើខ្ទមទៅសង់ពីខាងជើងសេដ្ឋីឃើញដូច្នេះប្រើខ្ញុំកំដរឲ្យទៅដណ្ដឹងថាបុរសនោះចេះតែរុះរើខ្ទមទៅមកធ្វើអ្វីខ្ញុំទៅដណ្ដឹងបុរសនោះប្រាប់ថាអ្នកអើយអ្នកប្រាប់លោកផងថាដែលខ្ញុំរុះរើទៅមកបិទខ្ញុំស្រង់ក្លិនចំណីអាហារពីលោកនេះឯងខ្ញុំក៏វិលមកប្រាប់វិញដោយដំណើរនោះសេដ្ឋីគិតថាបើវារស់ដោយក្លិនអាហារអញដូច្នេះអញយកវាជាខ្ញុំបានហងកើតដូច្នេះហើយក៏នាំបុរសនោះទៅដណ្ដឹងចៅក្រមឲ្យជំនុំជម្រះដោយដំណើរនោះចៅក្រមថាបើដូច្នេះអ្នកយកជាខ្ញុំបានហងបុរសនោះថាបើដូច្នេះអ្នកនាំខ្ញុំទៅគាល់ព្រះមហាក្សត្រខ្ញុំនឹងក្រាបបង្គំទូលសុំព្រះរាជទ្រព្យឲ្យថ្លៃខ្លួនខ្ញុំទើបសេដ្ឋីនាំបុរសនោះទៅគាល់ព្រះមហាក្សត្របុរសនោះក្រាបបង្គំទូលថាខ្ញុំព្រះបាទអម្ចាស់នៅក្បែរផ្ទះសេដ្ឋីនេះបើខ្យល់បក់មកពីខាងលិចខ្ញុំបាទរុះរើខ្ទមទៅសង់ពីខាងកើតបើខ្យល់បក់មកពីខាងកើតខ្ញុំបាទរុះរើខ្ទមទៅសង់ពីខាងលិចបើខ្យល់បក់មកពីខាងជើងខ្ញុំបាទរុះរើខ្ទមទៅសង់ពីខាងខ្ញុំបាទរុះរើខ្ទមទៅសង់ពីខាងត្បូងបើខ្យល់បក់មកពីខាងត្បូងខ្ញុំបាទរើសរោខ្ទមទៅសង់ពីខាងជើងខ្ញុំបាទអម្ចាស់រុះរើទៅមកដូច្នេះជាប្រចាំទៅហើយដើម្បីស្រង់ក្លិនចំណីអាហាររបស់លោកសេដ្ឋីនេះថាខ្ញុំបាទម្ចាស់រស់នៅដោយសារក្លិនចំណីអាហាររបស់គាត់ហើយគាត់ចាប់ខ្ញុំព្រះបាទអម្ចាស់យកទៅប្តឹងចៅក្រមជំនុំជម្រះបង្គាប់យ៉ាងណាមិនដាច់ស្រេចបានជាខ្ញុំមកជាមួយនឹងលោកសេដ្ឋីមកទូលព្រះមហាក្សត្រសូមព្រះមហាក្សត្រព្រះមេត្តាព្រះរាជទាននៅទោសដល់ខ្ញុំបកណាខ្ញុំបាទផងព្រះមហាក្សត្រទ្រង់ដណ្ដឹងទៅលោកសេដ្ឋីថាមនាលសេដ្ឋីដំណើរសេចក្តីមែនពិតឬដោយម្ដេចសេដ្ឋីក្រាបបន្ទូលថាដំណើរនេះពិតដូច្នេះមែនព្រះមហាក្សត្រទ្រង់ព្រះចិន្តាយល់ថាចៅក្រមនោះពុំទៀងត្រង់ទើបព្រះអង្គឲ្យយកសម្ពុតមកក្រាលកណ្ដាលថ្ងៃឲ្យយកប្រាក់មកចាក់គោលើសម្ពុតសនោះហើយទ្រង់មានព្រះបន្ទូលថាចូលព្រះស្ដែងសេដ្ឋីទៅយកប្រាក់ថ្លៃតួបុរសនោះចោះសេដ្ឋីទទួលព្រះបន្ទូលហើយនឹងទៅឈោងយកប្រាក់អំពីសម្ពុតសនោះព្រះអង្គមានព្រះបន្ទូលថាបើបុរសនោះបានឆីចំណីអាហារព្រះស្ដែងមែនទើបគួរព្រះសម្ដែងយកប្រាក់អំពីសម្ពុតសនោះឥឡូវបុរសនេះស្រង់យកតែក្លិនអាហារទេមានតែព្រះស្ដែងយកស្រមោលប្រាក់នោះទើបល្មមនឹងតម្លៃក្លិនអាហារព្រះស្ដែងបុរសនិងសេដ្ឋីនោះចូលចិត្តហើយក៏ក្រាបបង្គំលាទៅលំនៅអាត្មាទីតីរៀងខ្លួនរឿងស្រីមានសហាយស្លាប់មានរឿងនិទានមួយមានបុរសម្នាក់និងស្រីម្នាក់ជាស្មន់អន្តកោផងគ្នាលួចទៅមកតាក់ទងគ្នាម្ដាយឪពុកពុំដឹងឡើយមានកាលមួយខ្លែងឆាបពស់វែកឆីវាហើរមកជុះពោះលើដំបូលផ្ទះស្រីនោះក្នុងរាត្រីនោះឯងបុរសនោះទៅកាន់ផ្ទះមេស្មន់អន្តកោគប់ជូនភ្លៀងធំបុរសនោះស្រេកទឹកប្រើមេស្មន់អន្តកោទៅសិតទឹកឲ្យមេស្មន់អន្តកោពុំសិតទឹកអំពីក្អមយកសៀនទៅត្រង់ទឹកភ្លៀងនៅរងស្បូវត្រូវឆ្អឹងពោះវែកនោះទឹកភ្លៀងដូចគេលាងពឹសពោះហូរទៅក្នុងសៀនមេស្មន់អន្តកោមិនបានដឹងក៏យកមកឲ្យបុរសនោះផឹកកម្លាំងពឹសពោះខ្លាំងបុរសនោះក៏ហល់ផ្ទៃស្លាប់ទៅមេស្មន់អន្តកោបីខ្មោចបុរសនោះយកទៅដាក់នៅកណ្ដាលផ្លូវលុះព្រឹកឡើងឪពុកម្ដាយបុរសស្លាប់នោះដឹងថាកូនបាត់ហើយដើរខ្មៀតខ្មៃទៅរកបានឃើញខ្មោចកូននៅកណ្ដាលផ្លូវក៏ភិតភ័យរលះរលាំងទៅប្តឹងចៅក្រមឯចៅក្រមđãដឹងថាកូននោះស្លាប់ដោយសារហេតុអ្វីឬក៏អត់ហេតុម្ដាយឪពុកឆ្លើយថាខ្ញុំពុំឃើញហេតុអ្វីទេ
ចៅក្រមថាបើអត់ហេតុដូច្នេះយើងនឹងជំរំជម្រះឲ្យពុំបានទើបឪពុកម្ដាយប្តឹងចៅក្រមឲ្យនាំខ្លួនឡើងទៅកល់ព្រះមហាក្សត្រហើយក្រាបបង្គំទូលថាសូមទ្រង់ព្រះអង្គមេត្តាប្រោសកូនខ្ញុំបាទអង្គម្ចាស់នេះស្លាប់នៅកណ្ដាលផ្លូវចៅក្រមពិចារណារោគឲ្យខ្ញុំព្រះបាទអង្គម្ចាស់ពុំឃើញទើបខ្ញុំព្រះបាទមកក្រាបទូលព្រះអង្គម្ចាស់ពុំជេរសូមទ្រង់ព្រះពិចារណាទើបព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថាបើអស់ចៅក្រមទាំងអមាលបាននោះជំនុំពិចារណាក្តីនេះពុំបានក៏អញនឹងពិចារណាខ្លួនឯងទើបព្រះអង្គឲ្យហៅកំឡោះរាជានគរម្នាក់មកមើលទ្រង់មានព្រះបន្ទូលថាចូលព្រះស្ដែងយកខ្មោចបរោះនេះទៅដាក់លើផ្ទះឪពុកម្ដាយហើយប្រាប់អស់ទាំងស្រីផងឲ្យទៅយំសោកក្បែរខ្មោចបរោះនោះហើយព្រះស្ដែងចាំស្ដាប់ទំនួញអស់ស្រីទាំងនោះវាយំទួញថាម៉េចខ្លះស្រីណាយំសោកស្ដាយថាម៉េចព្រះស្ដែងក៏ត្រាឈ្មោះអស់ស្រីអមាមាននោះសពគ្រប់យកមកឲ្យអញឯចៅកំឡោះរាជានគរនោះក្រាបថ្វាយបង្គំទូលព្រះបន្ទូលចេញទៅយកខ្មោចបរោះនោះទៅដាក់លើផ្ទះម្ដាយឪពុកហើយប្រាប់អស់ស្រីផងឲ្យមកយំសោកខ្មោចនោះដោយព្រះបន្ទូលអស់ស្រីឯទៀតមកយំហើយនៅក្បែរផ្ទះទីតីនៅតែផ្ទះមេម្នាក់យំសោកអាល័យពុំអស់សេចក្តីពុំនៅផ្ទះអោបខ្មោចទួញយំនៅទីនោះកំឡោះរាជានគរកត់ដោយដំណើរហើយយកទៅទូលព្រះមហាក្សត្រព្រះអង្គជ្រាបដោយដំណើរនោះហើយទ្រង់មានព្រះបន្ទូលឲ្យទៅដណ្ដឹងមេនោះថាត្រូវជាសាច់ញាតិម៉េចនឹងខ្មោចនោះបានជាអោបទួញយំពុំទៅផ្ទះមេនោះឆ្លើយថាពុំជាសាច់ញាតិទេត្បិតចៅនេះជាស្មន់អន្តកនឹងខ្ញុំទៅរកខ្ញុំជួនភ្លៀងធំចៅនេះស្រេកទឹកខ្ញុំយកសៀនត្រង់ភ្លៀងឲ្យចៅនេះផឹកហើយស្រាប់តែហល់ផ្ទៃស្លាប់យប់នោះឯងខ្ញុំយកខ្មោចទៅដាក់នៅកណ្ដាលផ្លូវខ្ញុំស្រណោះបរោះនេះឯងទៅខ្ញុំយំកំឡោះរាជានគរក៏នាំពាក្យទាំងនេះទៅក្រាបទូលព្រះមហាក្សត្រព្រះអង្គបានជ្រាបអស់ដំណើរដូច្នេះហើយទើបព្រះអង្គឲ្យមកមើលលើដំបូលផ្ទះស្មន់អន្តកនោះឃើញមានឆ្អឹងពោះវែកនៅទីដែលមេស្មន់អន្តកត្រង់ទឹកភ្លៀងឲ្យបរោះនោះផឹកទើបទ្រង់មានព្រះបន្ទូលថានេះហេតុកម្មបុរាណខ្លួនឯងមកផ្ដល់ឯមេស្មន់អន្តកនោះពុំធ្វើថ្នាំបំពុលឡើយព្រះអង្គពុំឲ្យឪពុកម្ដាយបរោះនោះស្លាប់នោះនាំមេស្មន់អន្តកនោះជាក្តីឡើយបើឲ្យមេស្មន់អន្តកនោះទៅលំនៅអាត្មាទីតីរៀងខ្លួនហងរឿងសត្វឥន្ទ្រីនិងក្រពើដណ្ដើមដំរីគ្នាស៊ីមានរឿងនិទានមួយថាមានសត្វឥន្ទ្រីមួយនៅលើកោះកណ្ដាលសមុទ្រហើយមានក្រពើមួយធ្វើរុងនៅលើកោះនោះដែរសត្វឥន្ទ្រីនោះតែងតែឆាបដំរីអំពីត្រើយសមុទ្រយកមកឆីនៅខាងរុងក្រពើជាប្រក្តីថ្ងៃមួយក្រពើមើលយល់ឥន្ទ្រីពំដំរីនឹងឆីហើយក្រពើនោះគិតខ្នាន់នៅក្នុងចិត្តថាអញនឹងដណ្ដើមសាច់អំពីដំរីអញនឹងដណ្ដើមសាច់អំពីសត្វឥន្ទ្រីឆីលុះឥន្ទ្រីពំដំរីមកដាក់ដល់ឋានដែលធ្លាប់តែបរិភោគរៀងរាល់ថ្ងៃនោះក្រពើនោះវាចេញអំពីរុងឡើងទៅរកឥន្ទ្រីហើយសួរថាមនាលឥន្ទ្រីម៉េចក៏ព្រះស្ដែងមកលួចសាច់ដំរីជាអាហាររបស់អញឥន្ទ្រីឆ្លើយថាដំរីនេះអញចាប់យកមកអំពីត្រើយសមុទ្រជាប្រកបទើបតែអំបញ្ញមិញនេះឯងម៉េចក៏ព្រះស្ដែងថាអញលួចអាហារព្រះស្ដែងក្រពើនិងឥន្ទ្រីវិវាទគ្នាប្រាថ្នាចង់បានសាច់ដំរីទៅវិញទៅមកពុំដាច់ស្រេចទើបនាំគ្នាទៅប្តឹងពោធិសត្វជាតាបោះនៅទីនោះក្រពើនិងព្រះឥន្ទ្រីប្តឹងដោយដំណើរទីតីរៀងខ្លួនក្រពើថាខ្ញុំខំដំរីនឹងឆៃនៅរូងខាងខ្ញុំឥន្ទ្រីនេះមកដណ្ដើមសាច់ដំរីនឹងយកឆៃជាអាហារវាឥន្ទ្រីថាដំរីនេះខ្ញុំឆាបអំពីត្រើយសមុទ្រជាប្រកបទៅតែមកដល់អំបញ្ញមិញខ្ញុំគិតនឹងឆៃស្រាប់តែក្រពើនេះវាឡើងអំពីរូងទៅថាខ្ញុំលួចចំណីអាហារវាទាំងនេះសូមព្រះអង្គពិចារណាឲ្យខ្ញុំផងទើបតាបោះមកមើលដល់ទីកន្លែងដំរីឃើញស្នាមក្រចកឥន្ទ្រីពុំឃើញចង្កូមក្រពើនោះឡើយព្រះអង្គយកក្រចកឥន្ទ្រីមកផ្ទាប់មើលយល់ថាមែនតាបោះថាឥន្ទ្រីនេះយល់ថាមានស័ក្តិសិទ្ធិមែនពិតឯក្រពើអត់ស័ក្តិសិទ្ធិអ្វីឡើយទើបកាត់សេចក្តីនោះឲ្យក្រពើចាញ់រឿងសត្វឥន្ទ្រីនិងក្រពើដណ្ដើមដំរីគ្នាស៊ីចាប់ដោយបរិបូរ
សូមគោរពជូនពរពុកម៉ែបងប្អូនក្នុងរាត្រីសូមសម្បត្តិល្អរៀងរាត្រីសូមឲ្យថែសុខភាពសម្បត្តិល្អសូមអរគុណសូមគោរពលា